ជំពូកទី6រាហុលប្រសូតពេលវេលាចេះតែកន្លងផុតទៅទិវាដែលព្រះនាងយសោធរាត្រូវសម្រាលរាជបុត្រក៏បានមកដល់ព្រះមេដាទាំងពីរព្រះអង្គគឺព្រះនាងបជាបតីកោតមីនិងព្រះនាងបមិតាមិនយាងទៅណាឆ្ងាយឡើយរងចាំថែទាំបុត្រីពំពាគ្រប់ទិវារាត្រីព្រះអង្គម្ចាស់សទ្ធុទ្រង់បាននឹកឃើញឡើងវិញនៅរឿងមួយដែលព្រះអង្គបានជួបជាមួយព្រះសង្ឃមួយអង្គក្នុងរវាង 2-3 ខែកន្លងមកនេះព្រះអង្គចាប់ផ្ដើមគង់បត់ព្រះភ្នែនដោយផ្កាឈូកក្រពុំរួចទ្រង់តាំងអធិដ្ឋាននៅក្នុងព្រះចិន្តាថាព្រះវរមេដារបស់អាត្មាអញគឺព្រះនាងសិរិមហាមេយាទ្រង់សោយប្រតិវង្គតទៅក៏ព្រោះតែព្រះអង្គប្រសូតរូបអាត្មាអញមកនេះគឺជាសេចក្តីទុក្ខសោកដែលអាត្មាអញមិនអាចបំភ្លេចបានឥឡូវនេះដល់វេនអូនពំពាយសោធរាប្រសូតបុត្រដែលជាបុត្ររបស់អាត្មាអញតែម្ដងការសម្រាលបុត្រគឺជាដំណើរដែលស្ត្រីមានប្តីភាគច្រើនត្រូវឆ្លងកាត់គ្រោះថ្នាក់បំផុតជួនក៏បណ្ដាលឲ្យស្ត្រីជាម្ដាយស្លាប់បាត់បង់ជីវិតឬក៏ស្លាប់ទាំងម្ដាយទាំងកូនតែម្ដងផងក៏មានរំពេចនោះរូបភាពទារកតូចមួយបានផ្ដោតជាប់នៅក្នុងព្រះអារម្មណ៍របស់ព្រះអង្គពោលគឺជារូបភាពបុត្រារបស់ព្រះអង្គផ្ទាល់តែម្ដងព្រះអង្គក៏ស្ដាប់ឮសូរសំឡេងទួញយំរបស់មហេសីយសោធរាយ៉ាងច្បាស់នៅក្នុងព្រះសោតាបន្តិចក្រោយមកស្រាប់តែឮសំឡេងទំនួញនោះក៏រសាត់បាត់ទៅសំឡេងទារកពិតក៏ស្រែកយំងាឡើងព្រះទារកបានប្រសូតឡើងហើយព្រះអង្គស្ទុះក្រោកឈរឡើងទាំងជំហររួចទ្រង់លើកព្រះហស្ថជូតញើសនៅលើថ្ងាសព្រះនាងបជាបតីកោតមីបើកទ្វារខ្វាក់ឡើងនិងចៅប្រណេតសម្លឹងរកមើលព្រះសទ្ធុព្រះនាងញញឹមពព្រាយធ្វើឲ្យព្រះអង្គម្ចាស់សទ្ធុដឹងជាស្រេចថាព្រះនាងពំពាមហេសីពិតជាបានប្រកបដោយសេចក្តីសុខសប្បាយព្រះនាងបជាបតីកោតមីមានព្រះបន្ទូលឡើងថាបុត្រសម្លាញ់ពំពាប្រសូតបានបុត្រាមួយព្រះអង្គស្អាតណាស់ព្រះសទ្ធុទ្រង់ញញឹមនិងសម្លឹងទៅកាន់ព្រះមេដាវិញដោយសេចក្តីគោរពហើយទ្រង់មានព្រះបន្ទូលថាព្រះមេដាទូលបង្គំនិងដាក់ព្រះនាមដល់បុត្រាសម្លាញ់នៃទូលព្រះបង្គំនេះថារាហុលថ្ងៃមួយពេលព្រះអង្គម្ចាស់សទ្ធុកំពុងតែបីទ្ររាហុលកុមារនៅក្នុងព្រះហស្ថព្រះអង្គទ្រង់កោតស្ញប់ស្ញែងដល់ជីវិតដ៏មានតម្លៃនិងដ៏ផុយស្រួយបំផុតដែលមនុស្សលោកមានព្រះអង្គបាននឹកឃើញឡើងវិញកាលពីថ្ងៃដែលព្រះអង្គនិងព្រះនាងពំពាយសោធរាបានយាងទៅចូលរួមនៅក្នុងពិធីបុណ្យបូជាសពកុមារទុរគតម្នាក់អាយុប្រមាណជា4ឆ្នាំព្រះអង្គបានសម្លឹងទៅកាន់ព្រះនាងយសោធរាដោយមានទឹកនេត្រារលីងរលោងដែលមើលទៅហាក់ដូចជាទ្រង់ព្រះកន្សែងដែរព្រះអង្គទ្រង់ព្រះតម្រិះថាឱបុត្រាសម្លាញ់តើបុត្រាត្រូវវិលទៅកាន់ទីណាដែរក្នុងពេលឥឡូវនេះព្រះអង្គទ្រង់ហុចបុត្រារាហុលជូនទៅព្រះមហេសីវិញបន្ទាប់មកទើបទ្រង់យាងចេញទៅគង់នៅក្នុងអធ្យានខាងក្រៅព្រះរាជដំណាក់តែមួយអង្គឯងរហូតដល់ស្រមោលរាត្រីធ្លាក់ចុះដណ្ដប់លើផែនដីពោធិធាចប់ជំពូកទី6ជំពូកទី7សេះកន្ធកៈថ្ងៃមួយនៅក្នុងនិតិខរដូវនាយសារថីឆាន់បានបរទេះសេះនាំព្រះអង្គម្ចាស់សទ្ធុព្រះនាងពំពាយសោធរារាហុលកុមារនិងស្រីស្នំម្នាក់ឈ្មោះរតសំដៅទៅកាន់ស្រុកស្រែដើម្បីយាត្រាកំសាន្តនៅពេលធ្វើដំណើរជិតដល់មាត់ទន្លេគង្គាក៏ស្រាប់តែប្រទះនឹងមនុស្សឈឺម្នាក់អាយុប្រមាណជា30ឆ្នាំកំពុងដេកស្ដោកស្ដឹងកាត់ទទឹងផ្លូវនៅចំពីមុខរាជរដ្ឋកាលបានទតឃើញដូច្នោះព្រះអង្គម្ចាស់សទ្ធុទ្រង់លោតចុះអំពីយានយ៉ាងរហ័សឆានអាមាត្យក៏ស្ទុះរត់តាមប្រកិតពីខាងក្រោយព្រះអង្គសម្លឹងយ៉ាងយូរមុននឹងយកព្រះហស្ថចាប់ក្តាប់ដៃជនរងគ្រោះនោះឆានអាមាត្យឃើញដូច្នោះក៏បង្គំទូលព្រះអង្គថាបបិទ្ធព្រះអង្គម្ចាស់ទោះបីជាវេជ្ជបណ្ឌិតនៅក្នុងព្រះរាជវាំងក៏ពុំអាចនឹងព្យាបាលជំងឺជនរងគ្រោះនេះបានដែរ
ទូលបង្គំដឹងច្បាស់ណាស់ថាជំងឺប្រភេទនេះអាចឆ្លងរាលដាលយ៉ាងសាហាវបំផុតនៅពេលព្រះអង្គម្ចាស់សទ្ធុតតតទៅកាន់ជនរងគ្រោះនោះម្ដងទៀតស្រាប់តែបាត់ដង្ហើមឈឹងព្រះអង្គដកព្រះហស្ថចេញមកវិញរួចយកទៅបិទភ្នែកទាំងគូនៃជនរងគ្រោះនោះដោយស្ងៀមស្ងាត់បន្ទាប់មកព្រះសទ្ធុតក៏បន្តរាជដំណើរទៅកាន់ភូមិម្ខាងទៀតដើម្បីប្រាប់ដល់រដ្ឋអំណាចនៅទីនោះឲ្យគេយកសពនោះទៅបូជាតាមប្រពៃណីក្រោយពីបានឃើញនៅឧបត្តិហេតុដ៏ចម្លែកនេះព្រះអង្គម្ចាស់សទ្ធុតនិងព្រះនាងពំពាពុំមានបំណងបន្តដំណើរកំសាន្តទៅមុខទៀតឡើយព្រះអង្គម្ចាស់ទ្រង់បង្គាប់ឲ្យនាយសារថីឆាន់បរអច្ឆនីត្រឡប់ចូលទៅកាន់ព្រះបរមរាជវាំងវិញនៅតាមដងផ្លូវត្រឡប់ទៅកាន់រាជវាំងវិញនោះគ្មាននរណាម្នាក់ជជែកគ្នាមួយម៉ាត់សោះឡើយនារាត្រីនោះព្រះនាងពំពាយសោធរាបានសុបិនឃើញនៅរឿងដ៏ចម្លែក3លើកសុបិនទី1ព្រះនាងទតឃើញគោឧសភរាជសម្បុរសក្បោះមួយពាក់គ្រឿងអលង្ការពីលើក្បាលចាំងពន្លឺភ្លឺពន្លរាយដូចជាពន្លឺផ្កាយទិសឧត្តរគោឧសភរាជដើរយ៉ាងលំហែកាត់តាមរាជធានីកបិលពស្តុក្បាលឆ្ពោះទៅកាន់ក្លោងទ្វារក្រុងស្នូសំឡេងស្រែកកងរំពងពីរៀនប្រអិនមកថាបើអ្នកមិនអាចរក្សាគោឧសភរាជនេះបានទេរាជធានីទាំងមូលច្បាស់ជាគ្មានពន្លឺរស្មីឡើយមនុស្សម្នាក់នៅក្នុងរាជធានីនាំគ្នារត់ប្រដេញតាមពីក្រោយគោឧសភរាជនោះប៉ុន្តែគ្មាននរណាម្នាក់អាចស្ទាក់ចាប់គោឧសភរាជនោះបានឡើយគោឧសភរាជដើរចេញទៅតាមក្លោងទ្វាររាជធានីធ្វើប្រងើយរហូតដល់មើលលែងឃើញសុបិនលើកទី2ព្រះនាងពំពាយសោធរាទតឃើញសកទេវរាជ4អង្គនៅលើកំពូលភ្នំព្រះសុម៉ែបញ្ចេញរស្មីភ្លឺភ្លេចមកលើរាជធានីកបិលពស្តុក្នុងគ្រានោះទួងដែលដោតនៅលើរានប្រអិនត្រូវខ្យល់បោកបក់យ៉ាងខ្លាំងហើយក៏ដួលធ្លាក់ចុះមកលើដីមានផ្កាគ្រប់ពណ៌ធ្លាក់ចុះពីលើមេឃរោយរាយដូចទឹកភ្លៀងនិងមានទេពអប្សរច្រៀងលាន់ឮសូរកងរំពងពេញទាំងរាជធានីសុបិនលើកទី3ព្រះនាងពំពាយសោធរាបានស្ដាប់ឮសូរសម្រែកយ៉ាងខ្លាំងដែលធ្វើឲ្យរង្គើដល់ឋានសួគ៌ថាដល់ពេលហើយដល់ពេលហើយដោយមានការភ័យតក់ស្លុតខ្លាំងពេកព្រះនាងពំពាក៏តតឆ្ពោះទៅកាន់កៅអីដែលព្រះសទ្ធុតធ្លាប់គង់ដើម្បីចង់ដឹងថាតើព្រះស្វាមីយាងទៅទីណាផ្កាម្លិះដែលព្រះនាងខ្ទាស់ជាប់នៅលើព្រះសិរសាក៏របូតធ្លាក់ចុះទៅលើកម្រាលព្រំហើយក៏คล้ายទៅជាលំអងធូលីព្រះពស្តុនិងគ្រឿងសម្អាងកាយដែលព្រះអង្គម្ចាស់សទ្ធុតទុកចោលនៅលើកៅអីនោះក៏ប្រែคล้ายទៅជាសត្វពស់ហើយលូនចេញទៅតាមមាត់ទ្វារបាត់ទៅព្រះនាងពំពាយសោធរាមានការភ័យតក់ស្លុតយ៉ាងខ្លាំងក្នុងគ្រាដដែលនោះព្រះនាងក៏បានឮសូរសំឡេងត្រដោកគោឧសភរាជអំពីចម្ងាយឯនាយក្លោងទ្វាររាជធានីព្រះនាងក៏បានឮសូរសំឡេងទួងបក់ភឹបនៅលើរានព្រះអិននិងបានឮសូរសំឡេងស្រែកពីឋានសួគ៌មកថាពេលមកដល់ហើយពេលមកដល់ហើយរំពេចនោះព្រះនាងពំពាក៏ទ្រង់ភ្ញាក់ក្រញាងឡើងថ្ងាសរបស់ព្រះនាងទៅទឹកជោកសុទ្ធតែញើសព្រះនាងបែរព្រះភ័ក្ត្រឆ្ពោះទៅរកព្រះស្វាមីហើយក៏ចាប់អង្រួនព្រះអង្គឲ្យតើនឡើងតាមពិតព្រះអង្គម្ចាស់សទ្ធុតទ្រង់តើនរួចជាស្រេចទៅហើយព្រះអង្គទ្រង់លើកព្រះហស្ថអង្អែលព្រះសិរសាមហេសីរួចទ្រង់មានព្រះបន្ទូលលួងលោមថាពំពាសម្លាញ់តើអូនសុបិនឃើញដូចម្ដេចដែរព្រះនាងពំពាក៏បង្គំទូលរៀបរាប់សារឡើងវិញនៅរឿងសុបិននិមិត្តទាំង3លើកនេះថ្វាយព្រះស្វាមីទ្រង់ព្រះសណ្ដាប់ជាទីបញ្ចប់ព្រះនាងបានសួរបញ្ជាក់ព្រះស្វាមីថាម្ចាស់បងតើសុបិនដ៏ចម្លែកនេះពិតជាប្រភ្នូលថាម្ចាស់បងនៅត្រូវយាងចាកចោលពីរូបអូនក្នុងពេលឆាប់នេះដើម្បីស្វែងរកនៅគុណលងធម៌ដ៏ឧត្តមនោះមែនទេព្រះសទ្ធុតគង់នៅស្ងៀមមួយសន្ទុះទើបអង្វរលួងលោមហេសីថាពំពាអូនសូមអូនកុំព្រួយបារម្ភអីអូនជាស្ត្រីដែលចេះយល់ជំរឿកិច្ចការអូនពិតជាដៃគូរបស់បងជាអ្នកដែលអាចជួយបងបានក្នុងបេសកកម្មស្វែងរកពន្លឺត្រាស់ដឹងដ៏ឧត្តម
អូនពិតជាយល់ចិត្តបងជាងអ្នកណាទាំងអស់បើសិនជាអនាគតដ៏ខ្លីខាងមុខនេះបងនឹងត្រូវចាកចោលពីប្អូនឬក៏ត្រូវធ្វើដំណើរឃ្លាតឆ្ងាយពីរូបអូនបងដឹងជាប្រកាសថាអូនពិតជាមានសេចក្តីក្លាហានក្នុងការបន្តកិច្ចការរបស់អូនទៅមុខទៀតពុំខានឡើយពំពីអូននឹងថែធួនព្រមទាំងបីបាច់រក្សាដល់បុត្ររាហុលរបស់យើងយ៉ាងប្រពៃបើដូច្នេះបងនឹងចាកចេញទៅបងនឹងត្រូវឃ្លាតឆ្ងាយពីរូបអូនយ៉ាងពិតប្រាកដពំពីអូនសេចក្តីស្រឡាញ់របស់បងចំពោះរូបអូនស្ថិតនៅដដែលឥតមានការផ្លាស់ប្ដូរអ្វីបន្តិចបន្តួចឡើយបងមិនអាចឈប់ស្រឡាញ់រូបអូនបានទេជាមួយអ្វីដែលអូនធ្លាប់បានដឹងរួចមកហើយអូនប្រកាសជាអាចអត់ទ្រាំបានចំពោះការរស់នៅបែកពីគ្នានេះពេលណាដែលបងបានឃើញនៅពន្លឺត្រាស់ដឹងនោះហើយបងនឹងវិលត្រឡប់មករកអូនពិសីនិងបុត្រារាហុលសម្លាញ់របស់យើងវិញជាដាច់ខាតពំពីអូនហាក់ដូចជានៅយប់យូរក្រែលណាស់ដែរសូមអូនចូលទៅផ្ទុំបន្តទៀតចុះព្រឹកស្អែកឡើងព្រះសទ្ធុតយាងចូលទៅគាល់ព្រះបាទសទ្ធោទនៈជាព្រះបិតាដើម្បីទ្រង់ព្រះមេត្តាប្រោសនិងរាជានុញ្ញាតចេញទៅសាងបព្វជិស្វែងរកពន្លឺត្រាស់ដឹងព្រះមហាក្សត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទ្រង់មិនយល់ព្រមតាមសំណូមពររបស់រាជបុត្រឡើយព្រះរាជាព្យាយាមពន្យល់និងអង្វរករដល់រាជបុត្រថាសទ្ធុតនៅក្នុងប្រវត្តិសាស្ត្រនៃសក្យត្រកូលនេះគ្មានក្សត្រអង្គណាមួយចេញទៅបួសជាព្រះសង្ឃទាំងក្មេងល្ហកប្រហែលប្រជជនរបស់បុត្រដូច្នេះទេបុត្រត្រូវតែគិតអំពីនគររបស់យើងគិតអំពីមេដាបិតាមហេសីយសោធរីរាហុលកុមារដែលនៅតូចខ្ចីព្រមទាំងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទូទាំងនគរដែលគេនាំគ្នាពឹងទាំងស្រុងមកលើបុត្រាតែមួយអង្គគត់នោះផងបុត្របានដឹងទេថាតើបិតាត្រូវការរូបបុត្រប៉ុណ្ណានោះបុត្រត្រូវតែនៅស្នងរាជសម្បត្តិជំនួសបិតានិងគ្រប់គ្រងប្រជាពលរដ្ឋក្នុងនគរសូមបុត្រកុំយាងទៅណាឆ្ងាយពីបិតាឲ្យសោះណាព្រះសទ្ធុតបានខំព្យាយាមពន្យល់ព្រះបិតាឲ្យជឿព្រះអង្គណាស់ដែរថាបបិទ្ធព្រះវរៈបិតាសូមព្រះបិតាទ្រង់ប្រោសប្រណីដល់បុត្រផងទៅចុះទូលព្រះបង្គំមិនបោះបង់ចោលព្រះបិតានិងព្រះមាតាអូនពំពាយសោធរានិងរាហុលកុមារព្រមទាំងព្រះញាតិវង្សានុវង្សនិងប្រជាពលរដ្ឋទាំងអស់ឡើយទូលព្រះបង្គំគ្រាន់តែសូមព្រះរាជានុញ្ញាតចេញទៅឆ្ងាយមួយរយៈពេលតែប៉ុណ្ណោះពេលណាដែលបុត្របានរកឃើញពន្លឺត្រាស់ដឹងដ៏ឧត្តមនោះហើយបុត្រសន្យាថានឹងវិលថ្កានចូលមកនគរវិញព្រះរាជាប្រកែកដាច់អហង្ការថាសទ្ធុតបុត្រធ្វើយ៉ាងនេះមិនបានជាដាច់ខាតព្រះសទ្ធុតក៏មិនហ៊ានពន្យល់ព្រះវរៈបិតាតទៅទៀតទើបទ្រង់ថ្វាយបង្គំលាចេញបាត់ទៅព្រះមហាក្សត្រក៏ស្ដេចយាងទៅសម្រាកព្រះកាយពលនៅក្នុងក្រឡាបន្ទំដែរនាថ្ងៃប្រហ័ស15កើតពេញបូរមីខែអាសាឍឆ្នាំថោះនៅក្នុងវាំងមានធ្វើពិធីជប់លៀងរំរែកមួយយ៉ាងសប្បាយយប់ជ្រៅណាស់ទៅហើយព្រះនាងបជាបតីកោតមីដែលមកលេងនឹងព្រះនាងយសោធរីក៏មិនទាន់ត្រឡប់ទៅកាន់ប្រាសាទព្រះនាងវិញដែរព្រះនាងពំពីអើតមើលតាមថែវប្រាសាទពួកភ្លេងរំរែកនោះក៏មិនទាន់ឈប់នៅឡើយពេលដែលព្រះនាងយសោធរីត្រឡប់មកពីជូនដំណើរព្រះនាងកោតមីទៅកាន់ប្រាសាទវិញព្រះនាងក៏យាងសម្ដៅទៅកាន់ផ្ទះនាយសារថីឆាន់តែមួយព្រះអង្គឯងព្រះនាងបានដាស់ឆានណាមាត្យឲ្យក្រោកឡើងរួចទ្រង់ខ្សឹបប្រាប់ថាណែឆាន់ជាប្រកបណាស់ដែលព្រះស្វាមីត្រូវការរូបអ្នកទាំងពាក់កណ្ដាលអាធ្រាត្រនេះចូលអ្នករៀបចំអញ្ជនីកន្ធកៈយ៉ាងប្រញាប់ហើយចូលអ្នកដាក់បង្ហានិងកែបថ្វាយព្រះអង្គឲ្យបានស្រួលបួលផងនាយសារថីឆាន់មានការងឿងឆ្ងល់ក៏បង្គំទូលសួរថាបបិទ្ធព្រះអង្គម្ចាស់ក្សត្រីតើព្រះអង្គម្ចាស់សទ្ធុតមានព្រះបំណងយ៉ាងណាដែរព្រះនាងពំពាទ្រង់បន្តថាមនាលឆាន់អ្នកកុំចាំបាច់សួរដេញដោលធ្វើអីធ្វើតាមបង្គាប់ខ្ញុំទៅបានហើយនាយសារថីឆាន់
មិននិយាយអ្វីក្រៅពីងក់ក្បាលបង្ហាញការយល់ព្រមតែប៉ុណ្ណោះព្រះនាងពំពីលាឆាណាមាត្រយាងចូលកាន់ព្រះរាជដំណាក់វិញដោយស្ងាត់ស្ងៀមព្រះនាងរងចាំស្វាមីអស់ពេលយ៉ាងយូរក៏ពុំឃើញព្រះអង្គត្រឡប់ចូលមកក្រឡាបន្ទំវិញព្រះអង្គម្ចាស់សទ្ធុតគង់នៅខាងក្រៅតែមួយព្រះអង្គឯងទតមើលពន្លឺព្រះច័ន្ទនិងវងតារាទាំងឡាយព្រះអង្គបានដាក់ប្រតិយចាកចេញពីព្រះរាជវាំងទាំងពាក់កណ្ដាលរាត្រីនេះជាដាច់ខាតទីបំផុតព្រះអង្គយាងចូលទៅក្នុងបន្ទប់រួចក៏ទ្រង់ផ្លាស់គ្រឿងអំពរសម្រាប់ធ្វើដំណើរដែលព្រះនាងពំពីបានរៀបចំទុកថ្វាយនៅលើកៅអីនោះរួចស្រេចទៅហើយព្រះអង្គយកព្រះហស្ថវែកវាំងននសន្សឹមរួចសម្លឹងទៅកាន់ពំពីមហេសីនិងរាហុលបុត្រាដែលកំពុងតែផ្ទុំលួងលក់ព្រះអង្គហាក់ចង់យាងចូលទៅផ្ដែផ្ដាំនៅពាក្យខ្លះមុននឹងទ្រង់យាងចេញព្រះដំណើរតែទ្រង់នៅស្ទាក់ស្ទើរក្នុងព្រះចិន្តារួចក៏ទ្រង់ព្រះតម្រិះថាអាត្មាអញបានពោលរៀបរាប់នៅអ្វីដែលមានសារៈសំខាន់ប្រាប់ដល់ពំពីមហេសីសម្លាញ់រួចអស់ហើយប្រសិនបើអាត្មាអញដាស់មហេសីក្នុងពេលឥឡូវនេះនឹងអាចធ្វើឲ្យការចេញដំណើររបស់អាត្មាអញមានការឈឺចាប់រឹតតែខ្លាំងឡើងកាលទ្រង់ព្រះតម្រិះរួចហើយព្រះអង្គក៏ទម្លាក់វាំងននចុះមកវិញហើយយាងថយចេញភ្លាមទៅព្រះសទ្ធុតមិនអស់ប្រតិយសោះក៏ទ្រង់ចាប់បង្ហើបវាំងននម្ដងទៀតដើម្បីទតមើលមហេសីនិងបុត្រាក្នុងនាទីចុងក្រោយបំផុតព្រះអង្គខំទតយ៉ាងខ្លាំងរហូតដល់រូបភាពនៃមហេសីនិងបុត្រាដិតជាប់នៅក្នុងព្រះអារម្មណ៍ទីបំផុតព្រះអង្គទ្រង់ទម្លាក់វាំងននចុះមកវិញសន្សឹមរួចហើយក៏យាងចេញបាត់តែម្ដងទៅខណៈដែលព្រះអង្គម្ចាស់សទ្ធុតយាងកាត់តាមល្វែងទទួលភ្ញៀវទ្រង់បានទតឃើញនារីចម្រៀងរបាំដេកលក់ស្ដោកស្ដឹងលើកំរាលមានសក់សំពីងសំពងហាមាត់ច្រវេបច្រវាបដូចត្រីងាប់ដៃដែលគេរាំដ៏ទន់ល្វួនល្វែកពីប្រលប់នោះឥឡូវនេះក៏ក្លាយទៅជារឹងឆ្កឹងដូចជាអង្កត់អុសជើងរបស់គេកងកាក់ពាក់លើគ្នាទៅវិញទៅមកបីដូចជាមនុស្សស្លាប់នៅក្នុងទីសមរភូមិព្រះសទ្ធុតមានអារម្មណ៍ដូចជាទ្រង់យាងកាត់ព្រៃខ្មោចដ៏ស្ងាត់មួយពេលស្ដេចយាងទៅដល់ក្រោលសេះទ្រង់ទតឃើញនាយសារថីនៅភ្ញាក់នៅឡើយឆាណាមាត្របានដឹកសេះកន្ធកៈដែលបានពាក់បង្ហៀនឹងកែបរួចជាស្រេចហើយនោះថ្វាយដល់ព្រះអង្គនាយឆាណាមាត្រត្រូវបានព្រះសទ្ធុតអនុញ្ញាតឲ្យធ្វើដំណើរទៅជាមួយដែរព្រះសទ្ធុតនិងនាយសារថីបណ្ដាសេះកន្ធកៈចេញដំណើរយឺតនិងយ៉ាងស្ងៀមស្ងាត់ជាទីបំផុតសំដៅទៅកាន់ក្លោងទ្វារវាំងនៅខាងក្រៅឆ្មាំទ្វារទាំងអស់ដេកលក់ស្ងាត់ឈឹងដែលជាឱកាសល្អមួយធ្វើឲ្យព្រះសទ្ធុតនិងឆាណាមាត្រអាចឆ្លងកាត់ក្លោងទ្វារវាំងបានយ៉ាងស្រួលព្រះសទ្ធុតទ្រង់ឡើងគង់លើសេះកន្ធកៈដោយដាក់ឆាណាមាត្រអង្គុយពីខាងក្រោយសេះលន់យ៉ាងពេញទំហឹងឆ្ពោះទៅទិសខាងត្បូងក្រោមពន្លឺព្រះច័ន្ទដ៏ថ្លៃថ្លានាថ្ងៃពេញបូរមីកាលទ្រង់យាងទៅបានបន្តិចក៏មានរាមាធិរាជមកបង្អាក់ដំណើរព្រះអង្គថាណែសទ្ធុតចូលអ្នកកុំចេញទៅបួសអីអំណះតទៅនៅតែ7ថ្ងៃទៀតទេសម្បត្តិចក្រនឹងកើតមានដល់អ្នកហើយប៉ុន្តែព្រះអង្គទ្រង់កាត់ប្រតិយដោយពលតបនឹងមាថាអាត្មាអញមិនអាឡោះអាល័យនឹងរាជសម្បត្តិមហាចក្រនោះឡើយលុះព្រះអង្គបានឃ្លាតខណ្ឌសន្តានអស់ហើយទ្រង់បន្លឺនៅព្រះវិចារថារាហុលរួចទ្រង់ញាក់សេះអាសដរបន្តព្រះដំណើរទៅមុខទៀតយ៉ាងលឿនចប់ជំពូកទី7ជំពូកទី8ព្រះសទ្ធុតយាងចេញសាងភ្នោះនេះគឺជាការធ្វើដំណើរមួយយ៉ាងវែងលិចវាលចូលព្រៃលិចព្រៃចូលវាលរហូតដល់ថ្ងៃរះទើបព្រះអង្គម្ចាស់សទ្ធុតនិងឆាណាមាត្របានឆ្លងផុតព្រំដែននគរទាំង
គឺកបិលពស់1សាវត្ថី1និងវេសាលី1អស់ចម្ងាយផ្លូវ30យោជន៍ប្រមាណជា218គីឡូម៉ែត្រនិងឆ្លងកាត់ស្ទឹងអណោមាមុននឹងស្ដេចយាងទៅដល់មាត់ព្រៃស្ដុកមួយឈ្មោះអនុពយំពវ័ននៅក្នុងដែនមលៈនៅក្នុងរដ្ឋពិហាសពថ្ងៃនេះព្រះអង្គម្ចាស់សទ្ធុតទ្រង់លោតចុះអំពីខ្នងសេះកន្ធកៈហើយទ្រង់ថ្លែងអំណរគុណដល់សេះនោះថាកន្ធកៈសំឡាញ់ខ្ញុំអរគុណឯងច្រើនណាស់ដែលអ្នកបានជូនដំណើរខ្ញុំមកដល់ទីនេះអច្ចេន័យកន្ធកៈក៏ងើបក្បាលអង្រុនហើយសម្លឹងទៅកាន់ព្រះអង្គវិញដោយយកចិត្តទុកដាក់និងពេញចិត្តជាទីបំផុតព្រះអង្គម្ចាស់សទ្ធុតបានដកព្រះខ័នចេញពីស្រោមដែលចងភ្ជាប់នឹងកែបសេះរួចទ្រង់ចាប់ក្របួចព្រះមូលីភ្នួងសក់ដោយព្រះហស្ថឆ្វេងកាត់ព្រះកេសាសក់ឲ្យនៅខ្លីស្មើនឹងត្រឹមរឹសឬក៏ត្រឹម2ធ្នាប់ទ្រង់ហុចព្រះមូលីព្រមទាំងព្រះខ័ននោះទៅឲ្យឆាន់អាមាត្យបន្ទាប់មកព្រះអង្គដោះខ្សែព្រះសុរងហុចទៅឲ្យមុននឹងមានព្រះបន្ទូលថាឆាន់អាមាត្យសូមបងប្រុសយករបស់ទាំងអស់នេះទៅថ្វាយដល់ព្រះវរបិតាខ្ញុំផងនិងបង្គំទូលព្រះអង្គឲ្យទុកប្រតិយលើខ្ញុំចុះខ្ញុំមិនមែនជាអ្នករត់ចោលផ្ទះដើម្បីគេចវេះនៅការទទួលខុសត្រូវនៅការងាររបស់ខ្ញុំទេខ្ញុំមកទីនេះក្នុងនាមនៃមនុស្សទាំងឡាយនិងសម្រាប់សពសត្វលោកសូមបងប្រុសជួយអង្វរលួងលោមដល់ព្រះវរបិតាព្រះវរមាតានិងអូនពំពាយសោធរាជំនួសខ្ញុំផងពេលលើកដៃទទួលខ្សែព្រះសុរងជាចុងក្រោយនាយឆាន់អាមាត្យស្រក់ទឹកភ្នែកតក់តក់ហើយក៏បង្គំទូលវិញយ៉ាងរអាក់រអួលថាបបិទ្ធព្រះអង្គម្ចាស់រាល់ព្រះអង្គនឹងព្រួយព្រះហឫទ័យខ្លាំងហើយចំពោះព្រះអង្គទូលព្រះបង្គំមិនដឹងជាយកពាក្យអ្វីទៅពណ៌នាទូលដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីព្រមទាំងព្រះនាងពំពាដែលជាព្រះមហេសីរបស់ព្រះអង្គបានឡើយបបិទ្ធព្រះអង្គម្ចាស់តើព្រះអង្គផ្ទុំនៅក្រោមដើមឈើដោយតើបរិស័យមិនដេចនឹងកើតបើក្នុងជីវិតរបស់ព្រះអង្គស្ទើរតែពុំដែលស្គាល់អ្វីក្រៅអំពីសាយនានិងផាហុំដ៏ទន់ល្មើយនិងកក់ក្ដៅដូច្នេះសោះនោះព្រះសទ្ធុតទ្រង់មានព្រះបន្ទូលដោយព្រះភក្ត្រញញឹមថាកុំបារម្ភអីឆាន់អាមាត្យមនុស្សដទៃគេរស់នៅយ៉ាងណាកើតខ្ញុំក៏អាចរស់នៅបានដូចគេយ៉ាងនោះដែរសូមទុកឲ្យខ្ញុំនៅទីនេះម្នាក់ឯងសិនចុះមិនអីទេព្រះសទ្ធុតយកព្រះហស្ថអង្អែលក្បាលអច្ចេន័យកន្ធកៈម្ដងទៀតហើយព្រះអង្គមានព្រះវិចារថាកន្ធកៈសំឡាញ់ឥឡូវនេះចូលអ្នកវិលទៅវាំងជាមួយនឹងឆាន់អាមាត្យវិញចុះកាលចេញដំណើរផុតពីរង្វង់ចក្ខុព្រះសទ្ធុតមកសេះកន្ធកៈដែលមានចិត្តនឹកស្រណោះអាឡោះអាល័យម្ចាស់ខ្លាំងពេកក៏បែកទ្រូងស្លាប់នៅពេលនោះទៅចំណែកឯឆាន់អាមាត្យកាលបើសេះកន្ធកៈបែកទ្រូងស្លាប់ហើយក៏ស្ពាយបង្វិចត្រឡប់ទៅនគរវិញដោយក្តីទោមនស្សយ៉ាងក្រៃលែងមួយស្របក់ក្រោយមកមានបុរសម្នាក់ដើរចេញពីក្នុងព្រៃមកនៅពេលនោះព្រះអង្គក្រឡេកឃើញដំបូងព្រះសទ្ធុតស្មាននៅក្នុងព្រះចិន្តាថាជាព្រះសង្ឃពីព្រោះបុរសនោះស្លៀកពាក់ដូចជាអ្នកបួសនៅពេលដែលបុរសនោះដើរមកជិតដល់ទើបព្រះអង្គទតឃើញបុរសនោះកាន់ធ្នូនិងមានបំពង់ព្រួញពាក់ឈៀងនៅពីក្រោយខ្នងផងព្រះសទ្ធុតទ្រង់ត្រាស់សួរថាមនាលសំឡាញ់តើអ្នកជាពានព្រៃមែនឬទេបុរសក៏តបឆ្លើយថាបាទទានប្រុសខ្ញុំបាទនេះជាព្រានព្រៃមែនហើយទានបើអ្នកជាព្រានហេតុអ្វីបានជាអ្នកស្លៀកពាក់ដូចជាអ្នកបួសយ៉ាងដូច្នោះព្រានញញឹមហើយឆ្លើយតបថាដោយសារតែសម្លៀកបំពាក់នេះហើយដែលមិនធ្វើឲ្យសត្វទាំងឡាយផ្អើលនឹងរូបខ្ញុំហើយខ្ញុំបាទក៏អាចបាញ់វាបានយ៉ាងស្រួលព្រះអង្គម្ចាស់សទ្ធុតងក់ព្រះសិរៈបង្ហាញការយល់ព្រមរួចទ្រង់មានព្រះបន្ទូលទៀតថាមនាលព្រានតើអ្នកសុខចិត្តបដូរខោអាវរបស់អ្នកជាមួយនឹងសម្លៀកបំពាក់របស់ខ្ញុំនេះបានដែរឬទេ
ព្រានព្រៃសួរបញ្ជាក់ថាតើលោកប្រកាសជាចង់ដូរមែនឬព្រះអង្គម្ចាស់សទ្ធុតឆ្លើយថាប្រកាសណាស់ហើយគ្រាន់តែលក់សម្លៀកបំពាក់ទាំងអស់នេះក៏អ្នកអាចបានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយក្នុងការចិញ្ចឹមជីវិតដែរអ្នកមិនចាំបាច់ដើរបាញ់សត្វទៀតឡើយដោយខ្ញុំមានប្រាថ្នាចង់បួសជាព្រះសង្ឃទើបខ្ញុំត្រូវការសម្លៀកបំពាក់បែបព្រានឯងនេះណាបន្ទាប់ពីបានបដូរសម្លៀកបំពាក់ជាមួយព្រះអង្គម្ចាស់សទ្ធុតរួចមកព្រានព្រៃនោះសប្បាយចិត្តហក់កញ្ឆេងរួចហើយក៏ដើររូតរះយ៉ាងលឿនចេញបាត់ទៅឥឡូវនេះព្រះសទ្ធុតទ្រង់មានអាការៈខាងក្រៅដូចជាបព្វជិតមួយអង្គហើយព្រះអង្គយាងចូលទៅក្នុងព្រៃនោះដើម្បីរកម្លប់ឈើគង់ក្នុងនាមជាបព្វជិតឥតទីជម្រកព្រះអង្គទ្រង់គង់នៅក្នុងរបៀបសមាធិដើម្បីក្រេបយកសេរីភាពនិងគំនិតធម្មជាតិដែលព្រះអង្គបានទទួលជាលើកដំបូងនៅពេលដែលយាងមកដល់ក្នុងព្រៃនេះនៅពេលព្រះអង្គបើកព្រះនេត្រឡើងស្រាប់តែព្រះសទ្ធុតទតឃើញព្រះសង្ឃមួយអង្គឈរនៅនឹងថ្កល់នៅចំពោះព្រះភ័ក្ត្រព្រះអង្គព្រះសង្ឃនោះមានព្រះភ័ក្ត្រនិងព្រះកាយស្គមស្គាំងហាក់រស់នៅក្នុងជីវភាពដ៏ក្រៀមក្រោះដែលមានព្រះនាមថាភគវីព្រះសមណសទ្ធុតទ្រង់ធ្វើគារវកិច្ចថ្វាយបង្គំហើយសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាធ្វើដំណើរទៅកាន់ទិសខាងត្បូងនេះក្នុងគោលបំណងស្វែងរកអាស្រមតាបោះអាឡារៈកាឡាមកូតព្រះសង្ឃអង្គនោះបានទូលព្រះសមណសទ្ធុតថារូបអាត្មាផ្ទាល់ក៏ត្រូវជាសិស្សរបស់អាឡារៈតាបោះដែរព្រះសង្ឃភគវីមានការសប្បាយចិត្តយ៉ាងខ្លាំងកាលដែលបានឮថាព្រះសទ្ធុតទ្រង់មានបំណងចង់ទៅជួបជាមួយនឹងអាឡារៈតាបោះដែលជាគ្រូរបស់ព្រះអង្គសមណទាំងពីរអង្គក៏ធ្វើដំណើរចូលទៅកាន់សំណាក់អាឡារៈតាបោះក្នុងព្រះដំណើរតាមផ្លូវព្រះសង្ឃភគវីឆ្លៀតឱកាសពន្យល់ព្រះសមណសទ្ធុតអំពីចំណីអាហារណាដែលអាចឆាន់បានដូចជាផ្លែស្លឹកឬឫសរុក្ខជាតិជាដើមព្រះសមណសទ្ធុតបានសង្កេតមើលនៅរបៀបប្រតិបត្តិតបៈនៃព្រះសង្ឃភគវីនោះ9 ថ្ងៃកន្លងមកទើបសមណទាំងពីរអង្គនិមន្តដល់អាស្រមអាឡារៈតាបោះដែលស្ថិតនៅជិតអនុពយមពវ័នអាឡារៈតាបោះមានប្រជញ្ញប្រហែល70ឆ្នាំហើយមានព្រះកាយស្គាំងស្គមមិនសូវមានកម្លាំងមាំមួនទេប៉ុន្តែព្រះនេត្ររបស់ព្រះអង្គភ្លឺចាំងឆ្លុះរស្មីនិងមានសំឡេងឮសូរខ្ទរដោយរគាំងអាឡារៈតាបោះគង់នៅក្នុងខ្ទមប្រក់ស្បូវជាមួយនឹងសាវករបស់ព្រះអង្គចំនួន400រូបទៀតអាឡារៈតាបោះបានទទួលព្រះសទ្ធុតធ្វើជាសាវករបស់ព្រះអង្គនៅក្នុងថ្ងៃដែលទៅដល់នោះតែម្ដងព្រឹកស្អែកឡើងព្រះសទ្ធុតទ្រង់ទទួលបានបាតមួយនឹងត្រូវបានអាឡារៈតាបោះបង្រៀនឲ្យចេះត្រាច់ដើរបិណ្ឌបាតផងព្រះសមណសទ្ធុតរៀនទ្របាតដើរឈរទ្រង់បាតនិងសូត្រធម៌ជូនពរដល់អ្នកប្រគេនចង្ហាន់ថ្ងៃដំបូងនៃការត្រាច់បិណ្ឌបាតនៅក្នុងក្រុងវេសាលីព្រះអង្គទទួលបានចង្ហាន់ជាបាយនិងសម្លការីល្មមតែមួយចំអែតអាឡារៈតាបោះបានបង្រៀនសមណសទ្ធុតដោយយកចិត្តទុកដាក់បំផុតនៅរបៀបធ្វើចង្ក្រមភាវនាក្នុងសំណាក់របស់អាឡារៈតាបោះនេះព្រះអង្គរៀនឈានបានសម្រេចត្រឹមសមាបត្តិទី7ក្នុងសមាបត្តិទី8គឺរូបឈាន4និងអរូបឈាន3មនុស្សយើងគ្រប់រូបតែងគ្របសង្កត់ដោយចិត្ត10យ៉ាងគឺភាវនន្តៈ5និងមហានន្តៈ5និវរណៈ5ភាវនន្តៈ5បានដល់សមាធិ1គឺចិត្តមូលតែមួយបៃតិ1ចិត្តអំណរខ្លាំងវិតកៈ1ចិត្តត្រេះរិះនៅក្នុងកម្មដ្ឋានវិចារៈ1ពិចារណាដោះខាត់ចិត្តនិងសុខៈ1សេចក្តីសុខកាយសប្បាយចិត្តនិងមហានង្គៈឬនិវរណៈ5បានដល់កាមច្ឆន្ទៈ1ចិត្តត្រេកត្រអាលក្នុងកាមគុណពាបត្តៈ1ចិត្តគុំគួនព្យាបាទគេថៃនមិទ្ធៈ1ចិត្តធុញទ្រាន់ឬងោកងុយខ្លាំងនិងឧទ្ធចៈកុកចៈ1ចិត្តរាយមាយសាវា
និងវិជិកិច្ឆាមួយគឺចិត្តសង្ស័យស្ទាក់ស្ទើរអ្នកដែលបានសម្រេចបឋមឈានបានលះបង់ចោលនៅនិវរណៈ5នៅសល់តែភាវនាង្គៈ5គឺសមាធិបៃតិវិតកៈវិចារៈនិងសុខៈប៉ុណ្ណោះព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចឈានមួយនេះរួចហើយក្នុងបណ្ដាភាវនាង្គទាំង5វិតកៈនិងវិចារៈជាធម៌ដែលមានសភាពក្រោធក្រៀតនៅឡើយពីព្រោះអាចធ្វើឲ្យចិត្តវិលវល់បានត្រូវតែព្យាយាមបំបត្តិវិតកៈនិងវិចារៈចេញឲ្យនៅសល់តែសមាធិបៃតិនិងសុខៈកាលបើសម្រេចដូច្នេះបានឈ្មោះថាជាអ្នកបានសម្រេចទុតិយឈានព្រះសិទ្ធត្ថបានសម្រេចនៅឈានទី2នេះរួចហើយបៃតិក៏ជាធម៌ដែលនៅមានសភាពក្រោធក្រៀតដែរជៀសវាងការនាំមកនៅធម្មជាតិអាក្រក់ដល់ចិត្តត្រូវតែព្យាយាមលះបៃតិនេះចេញទៀតឲ្យនៅសល់តែសមាធិនិងសុខៈអ្នកដែលបានសម្រេចផលក្នុងថ្នាក់នេះឈ្មោះថាបានសម្រេចតតិយឈានព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចនៅឈានទី3នេះរួចហើយសេចក្តីសុខក៏នៅមានសភាពក្រោធក្រៀតដែរព្រោះសុខនិងទុក្ខជាគូនឹងគ្នាបើសុខមានទុក្ខក៏គង់នឹងមានដូច្នេះត្រូវតែព្យាយាមលះនៅសេចក្តីសុខនេះចេញទៀតឲ្យនៅសល់តែសមាធិដែលកើតអំពីចិត្តឧបេក្ខាគឺចិត្តប្រងើយមិនរវល់នឹងអ្វីទាំងអស់ប៉ុណ្ណោះការដំកល់ចិត្តនឹងតែមួយហៅថាឯកកតាអ្នកបានសម្រេចផលថ្នាក់នេះឈ្មោះថាបានសម្រេចចតុត្តឈានព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចឈានទី4នេះហើយអរូបឈានទី1ហៅថាអាកាសនញ្ចយតនឈានគឺការពិចារណាឃើញនៅបដិភាគនិមិត្តធ្វើឲ្យចិត្តនៅមូលតែមួយសម្ភារៈនិងធម៌ទាំងឡាយដែលធ្លាប់មើលឃើញត្រូវបានសាត់ចេញឲ្យអស់ពីអារម្មណ៍និងពិចារណារហូតដល់ឃើញតែអាកាសទទេគ្មានអ្វីសោះមិនបានទាំង3ថ្ងៃស្រួលបួលផងព្រះសមណសិទ្ធត្ថទ្រង់បានសម្រេចនៅអរូបឈានទី1នេះដោយជោគជ័យអរូបឈានទី2ហៅថាវិញ្ញាណញ្ចយតនឈានគឺយកឈានជាអារម្មណ៍ដោយគិតថាវត្ថុទាំងអស់នៅក្នុងលោកសុទ្ធតែកើតឡើងចេញអំពីសតិរបស់យើងព្រះសិទ្ធត្ថបានសម្រេចអរូបឈានទី2នេះយ៉ាងឆាប់រហ័សបំផុតព្រះអង្គទតឃើញវត្ថុទាំងអស់នៅក្នុងលោកមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជាក្រឡាសំណាញ់តែព្រះអង្គនៅមិនទាន់អស់ចិត្តសោះក៏ចូលទៅទូលសួរអឡារតាបោះឲ្យពន្យល់បន្ថែមទៀតអឡារតាបោះសម្លឹងទៅកាន់ព្រះសមណសិទ្ធត្ថដោយគោរពនិងពន្យល់ថាសិទ្ធត្ថព្រះអង្គចិត្តបានសម្រេចគោលដៅហើយសូមព្រះអង្គបន្តភាវនាលើធម៌ទាំងឡាយដែលកើតចេញអំពីចិត្តរបស់យើងថែមទៀតអ្វីៗទាំងអស់នៅក្នុងលោកកើតចេញពីចិត្តរបស់យើងនិងចិត្តរបស់យើងក៏ជាប្រភពនៃវត្ថុទាំងអស់នោះដែររូបក្លិនរសផោតដ្ឋัพពៈនិងធម្មអារម្មណ៍ដូចជាក្តៅនិងត្រជាក់រឹងនិងទន់វត្ថុទាំងអស់នេះសុទ្ធតែកើតចេញពីចិត្តរបស់យើងសមណសិទ្ធត្ថនៅមានមេរៀនមួយទៀតដែលអ្នកត្រូវបំពេញមេរៀនទី3នេះឈ្មោះថាអកិញ្ចញ្ញាយតនឈានគឺការពិចារណាដោយមើលឃើញថាគ្មានអ្វីជាអារម្មណ៍ឬគ្មានសម្ភារៈនិងធម៌ឯណាស្ថិតនៅខាងក្រៅចិត្តរបស់យើងឡើយក្នុងរយៈមិនដល់1ខែស្រួលបួលផងព្រះសមណសិទ្ធត្ថបានសម្រេចអរូបឈានទី3នេះដោយជោគជ័យទៀតព្រះអង្គបន្តភាវនាយ៉ាងជ្រៅទៅក្នុងរូបកាយនិងចិត្តរបស់ព្រះអង្គអស់ចំនួនច្រើនអាទិត្យបន្តទៀតប៉ុន្តែព្រះអង្គក៏នៅតែមិនសប្បុរសដោយព្រះអង្គយល់ឃើញថានេះមិនមែនជាផ្លូវនៃពន្លឺត្រាស់ដឹងអាឡារតាបោះពោលសរសើរព្រះសមណសិទ្ធត្ថថាសមណសិទ្ធត្ថព្រះអង្គជារង្វាន់មួយដ៏វិសេសវិសាលណាស់ព្រះអង្គបានសម្រេចនៅកម្រិតវិជ្ជាខ្ពស់បំផុតដែលអាត្មាបានបង្រៀនវិជ្ជាទាំងអស់ដែលអាត្មាបានសម្រេចព្រះអង្គក៏បានសម្រេចដែរដូច្នេះយើងទាំងពីរនាក់គួរចាប់ដៃគ្នាបង្ហាត់បង្រៀនសិស្សនិងគ្រប់គ្រងគណៈនេះជាមួយគ្នាបន្តទៅមុខទៀតព្រះសមណសិទ្ធត្ថ
ឥតមានព្រះបំណងចង់ធ្វើជាអ្នកដឹកនាំសង្គមឬនយោបាយជាតិទេក៏ប៉ុន្តែជាអ្នកស្វែងរកពន្លឺត្រាស់ដឹងដ៏ពិតប្រាកដព្រះអង្គក៏ថ្វាយបង្គំលាអាឡារតាបោះដោយពោលពាក្យយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនភាវៈនៃវិស័យដែលមិនតាក់ទងទៅនឹងសម្ភារៈមិនមែនជាគោលបំណងចុងក្រោយដែលខ្ញុំព្រះអង្គត្រូវការស្វែងរកនោះទេសូមព្រះដៃជាគុណទទួលអំពីខ្ញុំព្រះអង្គនៅគិរវៈភក្តីដ៏ជ្រាលជ្រៅបំផុតចំពោះការជួយឧបត្ថម្ភនិងទំនុកបម្រុងរបស់ព្រះអង្គប៉ុន្តែឥឡូវនេះខ្ញុំព្រះអង្គសូមសេចក្តីអនុញ្ញាតលាចាកអំពីគណៈនេះដើម្បីទៅស្វែងរកអរិយសច្ចធម៌នៅទីកន្លែងដទៃផ្សេងទៀតព្រះអង្គបានខំបង្ហាត់បង្រៀនខ្ញុំព្រះអង្គយ៉ាងអស់សមត្ថភាពក្នុងរយៈប៉ុន្មានខែកន្លងមកនេះខ្ញុំព្រះអង្គសូមសម្ដែងនៅការដឹងគុណដ៏ជ្រាលជ្រៅនិងស្មោះត្រង់ជាទីបំផុតដែលមិនអាចបំភ្លេចព្រះគុណនេះបានឡើយអាឡារតាបោះមើលទៅហាក់ដូចជាមានការអាក់អន់ប្រតិយដែរតែធ្វើដូចម្ដេចបើព្រះសមណសិទ្ធត្ថបានសម្រេចព្រះហឫទ័យរួចបាត់ទៅហើយព្រឹកស្អែកឡើងព្រះសមណសិទ្ធត្ថក៏ចាប់ផ្ដើមចេញព្រះដំណើរតែម្ដងចប់ជំពូកទី8ជំពូកទី9ព្រះសិទ្ធត្ថធ្វើទុក្ករកិរិយាព្រះសមណសិទ្ធត្ថយាងឆ្លងទន្លេគង្គាចូលទៅកាន់នគរមគធៈទីនេះគឺជាទីកន្លែងដែលព្រះអង្គបានសម្រេចព្រះចិន្តាថានឹងស្វែងរកគ្រូអាចារ្យណាម្នាក់ដើម្បីបង្រៀនព្រះអង្គឲ្យមានជ័យជំនះលើការកើតនិងការស្លាប់ព្រះអង្គត្រាច់ចរកាត់តាមជួរភ្នំជ្រោះជ្រលងដងអូកាត់តាមព្រៃជ្រៅខ្យល់ភ្លៀងនិងកម្ដៅថ្ងៃពីមួយខែទៅមួយខែក្នុងព្រះរាជដំណើរនេះព្រះអង្គបានជួបជាមួយតាបោះខ្លះស្រាតននលគកខ្លះទៀតមិនព្រមបរិភោគចង្ហាន់ដែលអ្នកស្រុកប្រគេនទេសុខចិត្តរស់នៅដោយការទទួលទានតែផ្លែស្លឹកនិងឫសឈើដែលដុះនៅក្នុងព្រៃតាបោះមួយចំនួនទៀតសម្ដិលខ្លួនទទេនៅលើវត្ថុផ្សេងដូចជាដេកនៅលើដីខ្សាច់ដ៏ក្តៅឬក៏លើដើមឈើមានបន្លាជាដើមតាបោះទាំងនោះមានជំនឿថាការធ្វើទុក្ករកិរិយាធ្វើខ្លួនឲ្យវេទនាដ៏ខ្លាំងបែបនេះអាចជួយពួកគេឲ្យឡើងឋានសួគ៌បន្ទាប់ពីពេលដែលគេស្លាប់ទៅព្រះសមណសិទ្ធត្ថយាងចេញពីកបិលពស្តុអស់ពេលជាង3ឆ្នាំកន្លងមកហើយឥឡូវនេះព្រះអង្គទ្រង់គង់ស្នាក់នៅញោកភ្នំបណ្ឌវៈដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងរាជក្រឹសថ្ងៃមួយគឺថ្ងៃប្រហ័ស8រោចខែអាសាឍឆ្នាំថោះព្រះអង្គទ្រង់ប្រដាប់បណ្ឌបាតនិងស្បង់ជ័យពរយ៉ាងស្រគត់ស្រគំត្រាច់សម្ដៅទៅកាន់ក្រុងរាជក្រឹសដើម្បីបិណ្ឌបាតពពួកមហាជនក្នុងនគរបានឃើញហើយក៏មានចិត្តត្រេកអរនិងនឹកចម្លែកនៅក្នុងចិត្តគ្រប់គ្នាដំណឹងថាមានព្រះសង្ឃក្មេងរូបស្អាតមួយអង្គត្រាច់ចរបណ្ឌបាតបានលេចឮពីមាត់មួយទៅមាត់មួយពេញទូទាំងរាជធានីពាក្យនេះក៏បានឮទៅដល់ព្រះបាទព្រះពំពិសាព្រះចៅនគរមគធៈពួករាជបុរសកាលបានឃើញព្រះសមណៈហើយក៏យកព័ត៌មាននោះទៅបង្គំទូលព្រះបាទពំពិសាដើម្បីស្ដេចទ្រង់ជ្រាបព្រះបាទពំពិសាទ្រង់បើកបង្អួចទតទៅឃើញប្លែកដូច្នោះក៏ទ្រង់ចាត់ឲ្យពួករាជបុរសទាំងនោះទៅចាំឃ្លាំមើលទីកន្លែងដែលព្រះសិទ្ធត្ថទ្រង់គង់នៅព្រះពោធិសត្វកាលយាងបណ្ឌបាតបានផុតតាហាលមមហើយក៏ទ្រង់យាងចូលទៅកាន់ញោកភ្នំបណ្ឌវៈនោះហើយរៀបចំសោយអាហារដោយបដិគោលសញ្ញាលុះព្រះរាជាទ្រង់ព្រះសណ្ដាប់នៅប្រភពច្បាស់ការអំពីពួករាជបុរសហើយស្អែកឡើងនាពេលរសៀលព្រះបាទពំពិសាស្ដេចយាងទៅកាន់សំណាក់ព្រះសមណសិទ្ធត្ថជាមួយនឹងពួកអាមាត្យមួយចំនួនដើម្បីសាកសួរពូជពង្សវង្សត្រកូលព្រះសិទ្ធត្ថកាលបានជួបជាមួយព្រះរាជាហើយទ្រង់សម្ដែងនៅបដិសន្ធារកិច្ចនិងថ្វាយព្រះពរសពប្រការព្រះមហាក្សត្រសពព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះ
ព្រះអរិយាបថដ៏ទន់ភ្លន់នៃភិក្ខុអង្គនេះលុះទ្រង់បានជ្រាបច្បាស់ហើយព្រះរាជាក៏សុំយាងព្រះសិទ្ធត្ថឲ្យលាភេទសឹកដើម្បីនឹងសូមថ្វាយទ្រព្យសម្បត្តិពាក់កណ្ដាលព្រះរាជាសូមថ្វាយកិត្តិយសដល់ព្រះសមណសិទ្ធត្ថដើម្បីគ្រប់គ្រងប្រទេសជាមួយគ្នាការដែលព្រះរាជាចង់បានព្រះសិទ្ធត្ថគង់នៅជិតពីព្រោះតែស្ដេចចង់បានទទួលនៅការអប់រំគុណធម៌ទាំងឡាយព្រះសមណសិទ្ធត្ថទ្រង់មានបន្ទូលប្រកែកថាបពិតមហារាជជីវិតស្ដេចមិនស័ក្តិសមនឹងអាត្មាជាព្រះសង្ឃទេអាត្មាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជហឫទ័យដ៏មហាសប្បុរសនិងការសូមធ្វើបរិបាលកិច្ចគឺការសូមជួយឧបត្ថម្ភនេះប៉ុន្តែដោយការពិតទៅអាត្មាមានគោលបំណងតែម្យ៉ាងគត់គឺចង់ស្វែងរកសម្មាសម្ពោធិញ្ញាណដើម្បីរំដោះខ្លួនឯងនិងសពសត្វឲ្យផុតពីភ្លើងទុក្ខនិងភ្លើងកិលេសតែប៉ុណ្ណោះបន្ទាប់ពីបានសំណេះសំណាលអស់ពេលមួយស្របក់ធំមកព្រះបាទពំពិសាទ្រង់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានដឹងថាព្រះសង្ឃដ៏ក្មេងនេះជាព្រះអង្គម្ចាស់នៃសក្យត្រកូលព្រះសមណសិទ្ធត្ថទ្រង់ទូលបញ្ជាក់ព្រះរាជាថាបពិតមហារាជអាត្មាភាពសូមសន្យាថាបើកាលណាអាត្មាបានរកឃើញនៅពន្លឺត្រាស់ដឹងដ៏ឧត្តមហើយអាត្មានឹងវិលមកទូលព្រះអង្គដើម្បីទ្រង់ជ្រាបវិញព្រះបាទពំពិសាទ្រង់សប្បាយព្រះហឫទ័យយ៉ាងខ្លាំងទ្រង់អោនសំពះលាយ៉ាងទាបចំពោះព្រះភ័ក្ត្រព្រះសមណសិទ្ធត្ថរួចហើយក៏យាងចុះពីលើភ្នំនោះជាមួយនឹងបរិវារទាំងឡាយរបស់ព្រះអង្គទៅបន្ទាប់អំពីព្រះបាទពំពិសាយាងផុតទៅព្រះសមណសិទ្ធត្ថក៏សម្រេចប្រតិបោះបង់ចោលអាស្រមនេះរួចទ្រង់យាងឆ្ពោះទៅកាន់ទិសខាងត្បូងដើម្បីនឹងស្វែងរកអាស្រមមួយទៀតដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងរាជក្រឹត្យនៅទីនោះព្រះអង្គបានឮដំណឹងថាមានអាចារ្យល្បីឈ្មោះម្នាក់ទៀតឈ្មោះឧត្តករាមបុត្រដែលជាអ្នកបានសម្រេចនៅពន្លឺត្រាស់ដឹងដ៏ខ្ពង់ខ្ពស់បំផុតថ្ងៃមួយព្រះសមណសិទ្ធត្ថបានជួបនឹងតាបសឧត្តករាមបុត្រឧត្តកតាបសមានប្រជញ្ញប្រមាណ75ឆ្នាំហើយព្រះសិទ្ធត្ថក៏បានទទួលការអនុញ្ញាតឲ្យចូលសិក្សាវិជ្ជាសមាធិម្ដងទៀតនៅទីនេះក្នុងសំណាក់ឧត្តកតាបសនេះព្រះសមណសិទ្ធត្ថបានសម្រេចរហូតដល់សមាបត្តិទី8ដែលរៀនតែក្នុងរយៈពេល2អាទិត្យប៉ុណ្ណោះសមាបត្តិទី8នេះឈ្មោះថានេវសញ្ញានាសញ្ញាយតនឈានគឺការពិចារណាគ្មានអារម្មណ៍អ្វីសោះឡើយបុគ្គលដែលបានសម្រេចសមាបត្តិនេះនឹងថាដឹងខ្លួនក៏ពុំបានមិនដឹងខ្លួនក៏ពុំបានក្នុងរយៈពេលតែ15ថ្ងៃប៉ុណ្ណោះព្រះសិទ្ធត្ថបានយល់ដឹងនិងសម្រេចនៅឈានអស់ទាំងនោះឧត្តកតាបសមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចេះចាំដ៏អស្ចារ្យនេះឧត្តកតាបសក៏បានពោលទៅកាន់ព្រះសិទ្ធត្ថថាបពិតព្រះសមណៈព្រះអង្គមានការលូតលាស់យ៉ាងសម្បើមនៅក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះហើយបានសម្រេចដល់កម្រិតខ្ពស់បំផុតនៅចំណេះដែលអាត្មាមានអាត្មាចង់ឲ្យព្រះអង្គស្នាក់នៅទីនេះគ្រាន់បានជាគ្នាដោយអាត្មាគិតថាព្រះអង្គអាចជំនួសអាត្មាក្នុងឋានៈជាអ្នកគ្រប់គ្រងគណៈនេះបន្ទាប់ពីពេលដែលអាត្មាស្លាប់ទៅព្រះសមណសិទ្ធត្ថបានយល់ដឹងយ៉ាងច្បាស់ថាភាវៈនៃការមានសញ្ញាខណ្ឌនិងការគ្មានសញ្ញាខណ្ឌមិនមែនជាគុណសោសម្រាប់រំដោះឲ្យផុតអំពីការកើតនិងការស្លាប់បានឡើយហេតុដូច្នោះហើយបានជាព្រះអង្គសម្រេចព្រះហឫទ័យថាព្រះអង្គត្រូវតែធ្វើដំណើរបន្តទៅមុខទៀតព្រះអង្គប្រកែកមិនព្រមទទួលសំណូមពរឧត្តកតាបសដោយកាលដែលព្រះអង្គធ្លាប់បានប្រកែកនឹងអាឡារតាបសពីមុននោះមកដែរបន្ទាប់មកព្រះសមណសិទ្ធត្ថក៏លើកព្រះហស្ថថ្វាយបង្គំលានិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឧត្តកតាបសរាមបុត្រនិងបព្វជិតជាសម្លាញ់400រូបទៀតរួចហើយក៏និមន្តជិះចេញបាត់ទៅតាបសឧត្តករាមបុត្រនិងបរិស័ទរបស់ព្រះអង្គមានការសោកស្ដាយយ៉ាងខ្លាំងជាពិសេសមិត្តសំណព្វចិត្តរបស់ព្រះអង្គរបស់ព្រះសិទ្ធត្ថព្រះនាមកោណ្ឌញ្ញ
កោនដាញ់បានជូនដំណើរព្រះសមណសិទ្ធិចុះអំពីលើភ្នំនិងរងចាំរហូតដល់ព្រះអង្គយាងឆ្ងាយផុតកន្ទុយភ្នែកទើបនិមន្តត្រឡប់មកកាន់អាស្រមវិញព្រះសិទ្ធិនិមន្តឆ្ពោះទៅទិសខាងលិចឆ្លងកាត់តាមវាលភក់ដងអូនិងស្ទឹងនេរញ្ជរីព្រះអង្គយាងដល់ភ្នំមួយឈ្មោះតងកសិរីដែលនៅក្នុងដែនមគធៈព្រះសមណសិទ្ធិទ្រង់សម្រេចប្រតិស្វែងរកមោក្ខធម៌ដោយខ្លួនឯងនៅទីនេះដរាបណាព្រះអង្គបានរកឃើញពន្លឺត្រាស់ដឹងព្រះអង្គជ្រើសរើសបានគុហាមួយដែលល្មមព្រះអង្គអាចគង់នៅធ្វើសមាធិបានយូរពេលព្រះសិទ្ធិគង់ធ្វើសមាធិម្ដងព្រះអង្គបានរំលឹកឡើងវិញនៅការអនុវត្តទាំងឡាយដែលព្រះអង្គធ្លាប់បានបដិបត្តិនៅក្នុងរវាង5ឆ្នាំកន្លងមកហើយពេលនេះព្រះអង្គបដូរព្រះចិន្តាមកសញ្ជឹងគិតដោយប្រុងប្រយ័ត្នលើរូបកាយរបស់ព្រះអង្គផ្ទាល់វិញព្រះអង្គសម្រេចធ្វើអត្តកិលមកម្មគឺការធ្វើទុក្ខទោសខ្លួនឯងដើម្បីរំដោះទុក្ខវេទនាឲ្យចេញរួចផុតអំពីខ្លួនព្រះអង្គធ្វើទុក្ករកិរិយាក្នុងរបៀប3គឺទី1យកធ្មេញសង្កត់ធ្មេញយកអណ្ដាតទល់នឹងពីដានក្រអូមខាងលើទី2ទប់ខ្យល់ដង្ហើមចេញចូលនិងទី3បន្ថយអាហារជាលំដាប់រហូតនៅប៉ុនគ្រាប់សណ្ដែកនៅក្នុងរាត្រីដ៏ងងឹតសូន្យសងមួយព្រះសិទ្ធិបានយាងចូលទៅក្នុងព្រៃស្ដុកដែលសម្បូរទៅដោយសត្វព្រៃយ៉ាងកាចសាហាវព្រះអង្គទ្រង់គង់នៅក្រោមដើមពោធិ៍ជ្រៃមួយហើយក៏ចាប់ផ្ដើមតាំងនៅតបស្សធម៌យ៉ាងខ្លាំងពេលសត្វប្រើសមួយដើរមកជិតបន្លឺសំឡេងយឺសូរក្រឹកក្រឹកការភ័យខ្លាចរបស់ព្រះអង្គក៏បានបញ្ជាក់ឲ្យដឹងថាវាគ្រាន់តែជាបិសាចដែលមកបន្លាចនិងយាយីដល់ព្រះជន្មព្រះអង្គប៉ុន្តែព្រះអង្គគ្មានការភ្ញាក់ផ្អើលឬកំរើកសោះឡើយពេលសត្វក្ងោកកាច់បំបាក់មែកឈើងាប់តូចចុះមកការភ័យរបស់ព្រះអង្គបានប្រាប់ព្រះអង្គឲ្យដឹងថាវាគ្រាន់តែជាពស់ថ្លាន់ដែលធ្លាក់ចុះអំពីដើមឈើប៉ុណ្ណោះព្រះអង្គក៏នៅតែមិនកំរើកព្រះកាយដដែលសូម្បីតែស្រមោចអង្ក្រងខំឬសន្សើមធ្លាក់ទៅទឹកជោកព្រះអង្គកាយយ៉ាងត្រជាក់ក៏ព្រះអង្គនៅតែមិនកំរើកដែរពេលមួយនោះព្រះអង្គទ្រាំទប់ខ្យល់ដង្ហើមយ៉ាងយូរទាល់តែឮសូររោដោយរន្ទះឬក៏ហាក់ដូចជាមានដុំភ្លើងដ៏ក្តៅបុកម៉ាំងនៅក្នុងព្រះការដោយព្រះសិរៈរបស់ព្រះអង្គទ្រង់មានព្រះអារម្មណ៍បីដូចជាគេយកពូថៅមកពុះចំព្រះកេសបំបែកជាពីរបំណែកដាច់ចេញពីគ្នាជួនកាលព្រះអង្គចាប់អារម្មណ៍ហាក់ដូចជាគេគៀបច្របាច់ព្រះកេសដោយបន្ទះដែកដ៏មាំរីឯក្រពះរបស់ព្រះអង្គក៏ត្រូវគេកាត់ចំហធ្លុងដូចជាសត្វពពែដែលគេត្រូវកាប់ចិញ្ច្រាំព្រះអង្គព្យាយាមហើយព្យាយាមទៀតដើម្បីឲ្យបានឈ្នះលើសេចក្តីភ័យខ្លាចទាំងអស់ដែលមាននៅក្នុងរូបកាយរបស់ព្រះអង្គព្រះអង្គជឿថារូបកាយព្រះអង្គនឹងឥតមានរំពាត់ដោយសេចក្តីភ័យខ្លាចទៀតទេគំនិតព្រះអង្គកាច់បំបាក់នៅច្រវាក់នៃការឈឺចាប់បានដោយការអនុវត្តដ៏តឹងរ៉ឹងនេះព្រះអង្គអាចកំណត់នៅសេចក្តីក្លាហាននិងវិន័យរបស់ព្រះអង្គបាននិងខាងរូបកាយក៏ព្រះអង្គអាចអត់ទ្រាំនៃការឈឺចាប់ដ៏សែនទារុណបានដែរព្រះអង្គក៏ធ្វើវិចារណៈថាគ្មានតាបោះឥសីឯណាមួយក្នុងអតីតកាលក្តីក្នុងបច្ចុប្បន្នកាលក្តីនិងក្នុងអនាគតកាលក្តីដែលបានប្រតិបត្តិឬកំពុងប្រតិបត្តិឬនឹងប្រតិបត្តិដោយភាពតឹងរ៉ឹងបំផុតជាងរូបអាត្មាអញនេះទេតែដួងហឫទ័យព្រះអង្គនៅតែគ្មានសន្តិភាពសោះព្រះអង្គបានខំហាត់ពុតនៅតបកម្មរបៀបនេះអស់រយៈពេល6ខែមកហើយក៏នៅតែពុំទាន់បានសម្រេចគោលបំណងដដែលក្នុងរយៈពេល3ខែដំបូងព្រះអង្គព្យាយាមធ្វើធម៌តែមួយអង្គឯងនៅលើភ្នំនៅក្នុងកំឡុងខែទី4ព្រះអង្គបានទទួលភិក្ខុ5អង្គទៀតដែលជាដៃគូរួមទាំងកោណ្ឌញ្ញព្រាហ្មណ៍ផងដោយការណែនាំនៃមិត្តចាស់ព្រះនាមកោណ្ឌញ្ញនេះទើបព្រះសិទ្ធត្ថបានជួបជាមួយនឹងភិក្ខុ4អង្គទៀតដែលត្រូវជាកូនព្រាហ្មណ៍
ធ្លាប់ទាយលក្ខណៈព្រះអង្គកាលពីព្រះអង្គទើបនឹងប្រសូតកូនព្រាហ្មណ៍ទាំងអស់បបួលគ្នាចេញទៅបួសតាមបណ្ដាំបិតារបស់ខ្លួនបន្ទាប់ពីបានដឹងថាព្រះអង្គម្ចាស់សទ្ធុតយាងចេញបាត់មកភឹក្ខុទាំង5អង្គនោះគឺកោណ្ឌញ្ញៈ1 វប្បៈ1 ផត្តយៈ1 អសជិ1និងមហានាម1ជារៀងរាល់ថ្ងៃព្រះសទ្ធុតនិងភឹក្ខុទាំង5អង្គតែងត្រាច់ទៅបិណ្ឌបាតនៅក្នុងទីក្រុងចង្ហាន់ដែលបានមកពីការបិណ្ឌបាតនេះត្រូវបែងចែកជា6ចំណែកស្មើគ្នាឃើញថាគ្មានភឹក្ខុអង្គណាមួយបានចង្ហាន់ច្រើនលើសពី1ពំនូតនៅក្នុងមួយថ្ងៃឡើយថ្ងៃខែចេះតែកន្លងផុតទៅភឹក្ខុទាំង6អង្គចុះស្គមស្គាំងយ៉ាងខ្លាំងមកពីឆាន់អាហារមិនគ្រប់គ្រាន់ព្រះសទ្ធុតនិងបញ្ចវគិយភឹក្ខុសម្រាប់និមន្តចាកចេញពីភ្នំតងសេរីនេះឆ្ពោះទៅទិសខាងកើតទៅកាន់ភូមិមួយឈ្មោះឧរុវេលនិគមដែលសពថ្ងៃនេះហៅថាឧរេស័កនៅប្របកយាដែលស្ថិតនៅខាងស្ដាំមាត់ស្ទឹងនេរញ្ជរានៅពេលនេះការធ្វើទុក្ករកិរិយារបស់ព្រះសទ្ធុតក៏ចាប់ផ្ដើមឲ្យឃើញសញ្ញាឡើងនិងសូម្បីតែកល្យាណមិត្តភឹក្ខុទាំង5រូបក៏ដូច្នោះដែរព្រះសទ្ធុតនិងភឹក្ខុទាំង5រូបតែងតែឈប់ចុះស្រង់ទឹកនិងចែកចង្ហាន់គ្នាឆាន់នៅមាត់ទន្លេស្ទឹងនេរញ្ជរាជួនពេលខ្លះព្រះសទ្ធុតនិងភឹក្ខុទាំង5រូបឆាន់តែផ្លែត្របែកស្វិតដែលជ្រុះនៅលើដីក្នុងរយៈពេល6ខែនៃការធ្វើមហាបធានទុក្ករកិរិយានេះព្រះសទ្ធុតមានព្រះកាយចុះស្គមស្គាំងដែលមើលទៅឃើញតែឆ្អឹងជំនីរកៀមនិងស្លេកស្លាំងទន់ខ្សោយហួសប្រមាណនៅពាក់កណ្ដាលផ្លូវនាពេលដែលព្រះអង្គយាងមកពីស្រង់ទឹកនិងបោកស្បង់ជ័យពរនាស្ទឹងនេរញ្ជរាវិញព្រះអង្គទ្រង់ខ្សោះអស់ព្រះកាយពលយ៉ាងខ្លាំងរហូតដល់ដួលដេកសន្លប់ស្ដុកស្ដឹងនៅលើប្រថពីថ្ងៃមួយក្នុងពេលដែលព្រះអង្គគង់ធ្វើសមាធិព្រះសទ្ធុតយល់ដឹងដោយក្តីរន្ធត់នៅផ្លូវខុសនៃការធ្វើអត្តកិលកម្មនេះព្រះអង្គទ្រង់សន្និដ្ឋានថាផ្លូវនេះមិនមែនជាផ្លូវនៃកិរិយាត្រាស់ដឹងឡើយព្រះអង្គទ្រង់បានយល់ឃើញយ៉ាងច្បាស់ទៀតថារូបកាយនិងចិត្តកើតឡើងនៅក្នុងបុព្វហេតុតែមួយដែលមិនអាចបែងចែកដាច់ពីគ្នាបានបើមានសន្តិភាពសេចក្តីស្ងប់កើតឡើងនៅក្នុងផ្លូវកាយសន្តិភាពក៏អាចមានឡើងនៅក្នុងផ្លូវចិត្តដែរនិងបើមានការគំរាមកំហែងនៅខាងផ្លូវកាយក៏មានការគំរាមកំហែងនៅខាងផ្លូវចិត្តដែរក្នុងថ្ងៃដដែលនោះព្រះសមណសិទ្ធត្ថបានសម្រេចប្រតិយបោះបង់ចោលនៅការធ្វើទុក្ករកិរិយាដល់ខ្លួនឯងព្រះអង្គនិមន្តទៅកាន់ត្រើយម្ខាងនៃស្ទឹងដើម្បីបដិបត្តិធម៌តាមធម្មតានៅទីនោះវិញមានសេចក្តីដំណើរថាក្នុងគ្រានោះមានព្រះឥន្ទយកពិនខ្សែ3មកដេញថ្វាយព្រះពោធិសត្វដោយរឹតខ្សែមួយឲ្យធូរដែលមិនអាចមានសម្លេងពីរោះបានរួចក៏រឹតខ្សែមួយទៀតតឹងហួសពេកទាល់តែដាច់និងរឹតខ្សែកណ្ដាលឲ្យតឹងល្មមក៏មានសម្លេងពីរោះឡើងកាលបានឮសម្លេងយ៉ាងដូច្នោះព្រះពោធិសត្វក៏ពិចារណារកឃើញហេតុផលនៅក្នុងពេលជាមួយគ្នានេះក៏មានឧបមា3ខបានកើតឡើងដល់ព្រះអង្គគឺទី1អ្នកមានកាយនិងចិត្តមិនចេញចាកកាមមិនអាចនឹងត្រាស់ដឹងបានទេប្រៀបដូចជាស្លឹកឈើស្រស់ដុះត្រាំនៅក្នុងទឹកនិងយកទៅគួតគ្នាមិនឆេះជាភ្លើងទេទី2អ្នកមានកាយចេញចាកកាមហើយប៉ុន្តែចិត្តមិនទាន់ចេញបាននិងមិនបានត្រាស់ដឹងទេប្រៀបដូចជាឈើស្រស់ដុះនៅលើគោកនិងយកទៅគួតមិនឆេះជាភ្លើងទេទី3អ្នកមានកាយនិងចិត្តចេញចាកកាមហើយអ្នកនោះអាចនឹងត្រាស់ដឹងបានដោយប្រកបប្រៀបដូចជាឈើស្ងួតនៅលើគោកនិងគេយកទៅគួតក៏អាចឆេះជាភ្លើងបានដោយការបានយល់ច្បាស់នៅឧបមាទាំង3ខខាងលើនេះព្រះសទ្ធត្ថក៏ចាប់សម្រួលទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្ត
ហើយក៏ចាប់ផ្ដើមសោយអាហារដូចធម្មតាវិញព្រះអង្គទ្រង់លះបង់ការប្រតិបត្តិនៅអត្តកិលមដ្ឋានុយោគហើយក៏ត្រឡប់មកប្រតិបត្តិតាមផ្លូវមជ្ឈិមាបដិបទាដែលជាផ្លូវកណ្ដាលដូចជាសំឡេងខ្សែពិណដ៏ពីរោះនោះវិញបន្ទាប់ពីពេលនោះមកជួនកាលនាងសុជាតាយកចង្ហាន់មកប្រគេនជួនកាលព្រះអង្គនិមន្តចេញទៅបិណ្ឌបាតផ្ទាល់ព្រះអង្គតាមលំដាប់ភូមិអ្នកស្រុកព្រះសមណសិទ្ធត្ថចាប់បន្តធ្វើសមាធិទាំងយប់ទាំងថ្ងៃនៅក្រោមម្លប់ដើមពោធិព្រឹក្សពិចារណាលើកាយចិត្តសញ្ញាខណ្ឌនិងអារម្មណ៍ទាំងអស់ដែលមាននៅក្នុងគំនិតរបស់ព្រះអង្គក្នុងពេលជាមួយគ្នានេះបញ្ចវគិយភិក្ខុមិនបានស្ថិតនៅក្នុងព្យាកររបស់ខ្លួនទៀតឡើយភិក្ខុទាំង5អង្គមានការទាស់ចិត្តយ៉ាងខ្លាំងកាលបានឃើញព្រះសិទ្ធត្ថញញឹមរាក់ទាក់និងទទួលយកទឹកដោះគោអំពីដៃក្មេងស្រីព្រមទាំងឃើញព្រះអង្គឆាន់ចង្ហាន់ដែលបានមកអំពីភូមិអ្នកស្រុកទៀតផងកោណ្ឌញ្ញភិក្ខុបានពោលទៅកាន់ភិក្ខុជាសម្លាញ់ថាមនាលសម្លាញ់សមណសិទ្ធត្ថនេះអស់មានសិលធម៌ទៀតហើយគ្មាននរណាម្នាក់អាចទីពឹងបានទៀតទេព្រោះព្រះអង្គបោះបង់មគ្គធម៌ចោលទាំងពាក់កណ្ដាលផ្លូវយ៉ាងនេះឥឡូវនេះព្រះអង្គក្លាយជាមនុស្សអាត្មានិយមគិតតែជាមួយគំនិតឥតបានការលើរូបកាយផ្ទាល់ខ្លួនប៉ុណ្ណោះគ្មានប្រយោជន៍អ្វីធ្វើឲ្យពួកយើងនៅបម្រើព្រះអង្គទៀតទេពួកយើងត្រូវតែចាកចោលព្រះអង្គទៅរកកន្លែងផ្សេងទៀតដើម្បីធ្វើសមាធិរបស់យើងបន្តទៅមុខទៀតយើងមិនឃើញមានហេតុផលឯណាមួយគួរឲ្យយើងបន្តរស់នៅក្នុងទីនេះទៀតបានឡើយបន្ទាប់ពីបានពិភាក្សាគ្នារួចហើយភិក្ខុទាំង5អង្គក៏បបួលគ្នាទៅយកបាតនិងស្បង់ចីពររួចធ្វើដំណើរចេញបាត់ទៅភិក្ខុទាំង5អង្គបានទៅស្នាក់នៅក្នុងព្រៃធំមួយឈ្មោះអិសិបតនៈមគទាយពន្ធដែលសពថ្ងៃនេះហៅថាសារនាតស្ថិតនៅទាបទីក្រុងពេរាណសីក្នុងដែនកាសីឬពេណារ៉េសព្រះសមណសិទ្ធត្ថបានដឹងអំពីអវត្តមាននៃបញ្ចវគិយភិក្ខុទាំង5អង្គនោះដែរតែព្រះអង្គនៅខ្សោយព្រះកាយពលនៅឡើយព្រះអង្គខំប្រឹងកំឡាទឹកចិត្តដើម្បីសាកល្បងភាវនាសាជាថ្មីម្ដងទៀតដោយឥតមានខ្លាចអស់ព្រះជន្មសង្ខារឡើយព្រះអង្គរវល់ជាប់ធ្វើសមាធិដូច្នេះហើយបានជាព្រះអង្គពុំអាចមានពេលទៅពន្យល់ដល់មិត្តសម្លាញ់ទាំងនោះឲ្យយល់បានព្រះសមណសិទ្ធត្ថបន្តគិតថាបញ្ចវគិជាសម្លាញ់ទាំង5អង្គពិតជាយល់ច្រឡំចំពោះព្រះអង្គហើយនៅពេលណាដែលព្រះអង្គបានស្វែងរកឃើញពន្លឺត្រាស់ដឹងពិតប្រាកដព្រះអង្គនឹងវិលទៅប្រោសមិត្តទាំង5អង្គនោះមុនគេចប់ជំពូកទី9ជំពូកទី10ព្រះពោធិសត្វបានត្រាស់ដឹងឥឡូវនេះខែពិសាខក៏ចូលមកដល់ឧរុវេលនិគមដែលព្រះអង្គធ្លាប់គង់នៅដើម្បីស្វែងរកការត្រាស់ដឹងស្រាប់តែប្រែក្លាយទៅជាស្រស់បំព្រងមានធម្មជាតិលាស់បៃតងស្រស់នាដើមគឺមហន្តរដូវដើម្បីរងចាំទទួលស្វាគមន៍ចំពោះការត្រាស់ដឹងរបស់ព្រះពោធិសត្វនៅក្នុងពេលដ៏ខ្លីខាងមុខនេះនៅពេលទៀបភ្លឺនាថ្ងៃ15កើតខែពិសាខឆ្នាំរកាព្រះសិទ្ធត្ថបរមពោធិសត្វទ្រង់សុបិននិមិត្តឃើញរឿងចម្លែកអស្ចារ្យចំនួន5លើកដែលគួរឲ្យព្រឺព្រួចជាទីបំផុតសុបិនទី1ព្រះអង្គទ្រង់ទតឃើញរូបព្រះអង្គមួយទៀតមកផ្ទុំសន្ធឹងផ្ងានៅលើប្រតិពីក្បែរព្រះអង្គផ្ទាល់ដោយយកប្រតិពីជាទីសាយនាក្រឡាបន្ទុំយកភ្នំហែមពៀនជាខ្នើយរងព្រះសិរៈយកព្រះហស្ថឆ្វេងសណ្ដូកចុះទៅក្នុងមហាសមុទ្រខាងកើតយកព្រះហស្ថស្ដាំសណ្ដូកចុះទៅក្នុងមហាសមុទ្រខាងលិចនិងយកព្រះបាទទាំងគូសណ្ដូកចុះទៅក្នុងមហាសមុទ្រខាងត្បូងទ្រង់ផ្ទុំបើកព្រះនេត្រហើយទតឃើញពន្លឺភ្លឺរហូតទៅដល់ឋានភគវៈព្រំសុបិនទី
ព្រះអង្គទ្រង់ទតឃើញថាមានផ្កាឈូកដ៏ធំអស្ចារ្យមួយទំហំប៉ុនកង់រទេះដុះចេញមកអំពីផ្ចិតរបស់ព្រះអង្គលូតឡើងទៅទល់នឹងអាកាសដ៏ខ្ពស់ស្កឹមស្កៃគម្ពីរខ្លះថាជាស្មៅចិញ្ចៀនសុបិនលើកទី3ព្រះអង្គទតឃើញថាមានសត្វដង្កូវទាំងឡាយខ្លួនមានពណ៌សនិងក្បាលពណ៌ខ្មៅវាចុះឡើងពីចុងព្រះបាទរហូតទៅដល់ជង្គង់សុបិនទី4ព្រះអង្គទតឃើញថាមានសត្វបក្សាបក្សីគ្រប់ពណ៌4ពូកមានពណ៌សម្បុរផ្សេងគ្នាហើយចេញពីទិសទាំង4មកក្រាបទាបព្រះបាទទាបព្រះអង្គហើយបក្សាបក្សីទាំងនោះក៏ប្រែคล้ายជាមានសម្បុរសដូចគ្នាទាំងអស់សុបិនទី5ព្រះអង្គទតឃើញរូបព្រះអង្គយាងចង្ក្រមនៅលើភ្នំលាមកដ៏ធំមួយតែព្រះបាទព្រះអង្គមិនមានប្រឡាក់ដោយលាមកនោះឡើយពេលព្រះអង្គទ្រង់តើនចាកទីសាយនាឡើងទ្រង់ធ្វើការសន្និដ្ឋាននៅក្នុងព្រះចិន្តាថាមហាសុបិននិមិត្តទាំង5ប្រការនេះហាក់ដូចជាសេចក្តីប្រកាសមួយបញ្ជាក់ប្រាប់អាត្មាអញឲ្យដឹងថាពន្លឺត្រាស់ដឹងនឹងធ្លាក់មកក្នុងកណ្ដាប់ព្រះហស្ថអាត្មាអញហើយព្រះអង្គទ្រង់ធ្វើពៀកដោយប្រាថ្នាផ្ទាល់ព្រះអង្គឯងថាការផ្ទុំនៅលើផែនដីគឺជាបុព្វនិមិត្តនៃការបាននៅអនុត្តរសម្មាសម្ពោធិញ្ញាណការយកភ្នំហែមពៀនធ្វើជាខ្នើយគឺជាបុព្វនិមិត្តនៃការបាននៅសព្វញុត្តញ្ញាណការសណ្ដូកព្រះហស្ថនិងព្រះបាទចុះទៅក្នុងមហាសមុទ្រគឺជាបុព្វនិមិត្តនៃការសម្ដែងធម្មចក្រវត្តនសូត្រប្រោសមនុស្សនិងទេវតាការផ្ទុំផ្ងានៅលើផែនដីគឺជាបុព្វនិមិត្តនៃកិរិយាធ្វើឲ្យសត្វដែលមានមុខផ្កាប់នោះបានផ្ងាឡើងវិញការផ្ទុំបើកព្រះនេត្រឃើញពន្លឺភ្លឺដល់ភវកព្រំគឺជាបុព្វនិមិត្តនៃការបាននៅទិព្វចក្ខុនិងប្រាជ្ញាអនាវរណញ្ញាណការទតឃើញស្មៅចិញ្ចៀនឬតនជាតិដុះចេញពីផ្ចិតគឺជាបុព្វនិមិត្តការសម្ដែងនៅអដ្ឋង្គិកមៈការទតឃើញសត្វដង្កូវខ្លួនសក្បាលខ្មៅវាឡើងតាមព្រះបាទគឺជាបុព្វនិមិត្តនៃការទទួលនៅបរិស័ទទាំង4ពួកបានដល់នៅព្រះត្រៃសរណគមស្មើជីវិតការទតឃើញបក្សាបក្សីទាំង4ពួកមានពណ៌ផ្សេងគ្នាហើយចេញពីទិសទាំង4មកក្រាបទាបព្រះបាទទាហើយប្រែคล้ายជាមានពណ៌សដូចគ្នាគឺជាបុព្វនិមិត្តនៃវណ្ណៈទាំង4ព្រាហ្មណ៍1ក្សត្រ1វេសៈ1និងសូត្រៈ1ចេញសាងបព្វជិប្រព្រឹត្តតាមធម៌វិន័យរបស់ព្រះអង្គដែលមានពណ៌សតែមួយការទតឃើញព្រះអង្គយាងចង្ក្រមលើភ្នំលាមកតែមិនប្រឡាក់នៅលាមកនោះគឺជាបព្វជិតនៃចតុបច្ច័យគឺជាលាភសក្ការៈប្រកបជាកើតមានដល់ព្រះអង្គតែប្រតិព្រះអង្គមិនជាប់ជំពាក់នៅក្នុងលាភសក្ការៈនោះឡើយលុះព្រឹកស្អែកឡើងថ្ងៃពុធ15កើតពេញបូរមីខែអាសាឍឆ្នាំរកាព្រះបរមពុរិស័ទទ្រង់រៀបចំព្រះអង្គទៅគង់នៅក្រោមដើមជ្រៃមួយនៅជិតឧរុវេលនិគមនោះដើម្បីរងចាំពេលល្មមនឹងចេញទៅបិណ្ឌបាតប៉ុន្តែព្រះអង្គមិនបានយាងទៅបិណ្ឌបាតវិញទេដោយនាងសុជាតាដែលត្រូវជាបុត្រីនៃសេនក្តុម្ពីបានយកចង្ហាន់មធុបាយៈមកថ្វាយព្រះអង្គទ្រង់ទទួលយកទាំងភាជអំពីដៃនាងព្រោះបាតព្រះអង្គដែលទ្រង់ទុកខាងក្រោយខ្នងនោះរកពុំឃើញព្រះពោធិសត្វកាលទ្រង់បានទទួលមធុបាយៈអំពីនាងសុជាតាហើយទ្រង់ពុំទាន់សោយភ្លាមទេទ្រង់កាន់ភាជដាក់មធុបាយៈយាងទៅកាន់ស្ទឹងនេរញ្ជរីលុះស្រង់ទឹករួចហើយទើបទ្រង់យាងឡើងមកលើឆ្នេរស្ទឹងវិញដើម្បីសោយមធុបាយៈនោះកាលព្រះអង្គសោយរួចហើយក៏ទ្រង់យាងចុះទៅក្នុងស្ទឹងម្ដងទៀតដើម្បីលាងព្រះហស្ថសោយទឹកគ្រានោះឯងព្រះអង្គក៏បានផ្សងថាបើអាត្មាអញបានត្រាស់ដឹងក្នុងថ្ងៃនេះមែនសូមឲ្យភាជមាសដែលអាត្មាអញបោះចូលទៅក្នុងទឹកនេះអណ្ដែតច្រាស់ទឹកឡើងលុះផ្សងរួចហើយទ្រង់បោះភាជនោះទៅក្នុងទឹកស្ទឹងភាជនោះក៏អណ្ដែតច្រាស់ទឹកឡើងបាន80ហត្ថ
ទើបលេចចុះបាត់ទៅព្រះពោធិសត្វទ្រង់ឈរទតឃើញដូច្នោះក៏ទ្រង់ជ្រាបច្បាស់ថាព្រះអង្គនឹងបានត្រាស់ជាព្រះសម្ពុទ្ធក្នុងថ្ងៃនេះមិនខានព្រះពោធិសត្វទ្រង់ព្រះចិន្តាថានាងសុជាតាជាអ្នកបានជួយដល់ការស្រេកឃ្លានរបស់ព្រះអង្គធ្វើឲ្យព្រះអង្គមានសុខភាពបរិបូរណ៍ឡើងវិញទ្រង់ឆ្វេងយល់ថាគ្មានសេចក្តីសង្ឃឹមឯណាកើតឡើងដោយសារពាក្យសម្ដីតែឯងទេគ្មានសេចក្តីសង្ឃឹមឯណាកើតឡើងដោយការហាត់រៀនដោយតាបោះតែឯងសេចក្តីសង្ឃឹមពិតជាកើតមាននៅក្នុងមេត្តានៃមនុស្សលោកផងដែរព្រះពោធិសត្វទ្រង់យាងចេញពីមាត់ស្ទឹងនេះតែមួយព្រះអង្គឯងឆ្ពោះទៅកាន់ព្រៃសាលវ័ននៅតាមដងផ្លូវមានព្រាហ្មណ៍ម្នាក់ឈ្មោះសោធយកុមារកំពុងតែច្រូតស្បូវភ្លាំងលុះបានជួបនឹងព្រះអង្គហើយមិនដឹងជាបានអ្វីថ្វាយគួរសមក៏ប្រគេនស្បូវភ្លាំងនោះចំនួន8ក្តាប់មកព្រះពោធិសត្វព្រះអង្គក៏កាន់យកស្បូវភ្លាំងនោះទៅដល់ព្រៃសាលវ័នព្រះអង្គគង់សម្រាកព្រះកាយក្នុងព្រៃសាលវ័ននោះតាំងពីព្រឹកដល់ពេលរសៀលទើបព្រះអង្គយាងទៅគង់នៅក្រោមដើមពោធិព្រឹក្សមួយជារុក្ខជាតិដុះដំណាលនឹងព្រះអង្គដែរពីដំបូងព្រះអង្គគង់ពីខាងត្បូងរួចទ្រង់គង់ពីខាងលិចរួចមកទ្រង់គង់ពីខាងជើងយកខ្នងទល់នឹងដើមពោធិ៍នោះតែការគង់ទាំង3លើកនេះហាក់រដេបរដប់មិនស្រួលនៅក្នុងព្រះហឫទ័យសោះព្រះអង្គពិចារណាថាទីនេះមិនមែនជាទីស្រួលហើយមិនមែនជាទីកើតរតនបល្ល័ង្កទេព្រះអង្គក៏សម្រេចប្រតិយាងទៅគង់អំពីខាងកើតគល់ពោធិព្រឹក្សវិញដោយយកព្រះភ័ក្ត្របែរទៅទិសបូរដាក់ខ្នងទៅរកគល់ពោធិនោះនិងទ្រង់យកស្បូវភ្លាំងទាំង8ក្តាប់ដែលសោធយកុមារបានប្រគេននោះទៅក្រាលធ្វើជាទ្រនាប់គង់ពីលើដំណាលថាស្រាប់តែមានរតនបល្ល័ង្កមួយផុសឡើងកម្ពស់14ហត្ថទ្រព្រះអង្គពីខាងក្រោមកាលរតនបល្ល័ង្កផុសទ្រព្រះអង្គឲ្យគង់ស្រួលបួលដូច្នោះហើយព្រះពោធិសត្វក៏ទ្រង់ពុតព្រះភ្នែនរួចទ្រង់អធិដ្ឋានដោយអង្គ4ថាស្បែកសរសៃសាច់និងឈាមរបស់អាត្មាអញចូលរឹងស្ងួតចុះបើអាត្មាអញមិនបានសម្រេចពន្លឺត្រាស់ដឹងទេអាត្មាអញនឹងមិនក្រោកចាកពីរតនបល្ល័ង្កនេះឡើយបន្ទាប់មកព្រះអង្គទ្រង់ចាប់ផ្ដើមចម្រើនអានាបានសតិធ្វើចិត្តឲ្យស្ងប់ចាកនិវរណធម៌ទាំង5ដើម្បីសម្រេចฌានជាលំដាប់នៅក្រៅមលុបពោធិព្រឹក្សឥសីគោតមផ្ចង់ព្រះស្មារតីលើគ្រប់កម្លាំងធាតុក្នុងការសញ្ជឹងគិតយ៉ាងជ្រៅទៅក្នុងរូបកាយរបស់ព្រះអង្គបានសញ្ជឹងគិតឃើញនៅស្ទឹងនៃសង្ខារខណ្ឌឬសញ្ញាខណ្ឌដែលហូរទៅតាមបណ្ដោយស្ទឹងនៃរូបខណ្ឌនិងវិញ្ញាណខណ្ឌព្រះអង្គទតឃើញមនុស្សលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់នៅទុក្ខវេទនាក៏ព្រោះតែការភ័ន្តច្រឡំនៃសញ្ញាខណ្ឌរបស់គេមនុស្សម្នាក់នៅតែមានជំនឿថាអ្វីដែលមិនទៀងទាត់ថាជារបស់ទៀងទាត់អ្វីដែលមិនមែនជារបស់ខ្លួនថាជារបស់ខ្លួនអ្វីដែលមិនកើតនិងមិនស្លាប់ថាកើតមាននិងថាស្លាប់អ្វីដែលនៅជាប់គ្នាថាជារបស់ដាច់ចេញដោយឡែកពីគ្នាបន្ទាប់មកព្រះពោធិសត្វបានបញ្ចេញឲ្យឃើញនៅការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខដូចជាការភ័យខ្លាចការខឹងការស្អប់ច្រណែនក្រអឺតក្រអោងការប្រច័ណ្ឌសេចក្តីលោភនិងការល្ងុតល្ងង់ជាដើមសេចក្តីទុក្ខប្រភេទនេះមានសភាពផ្ទុយគ្នាស្រឡះទៅនឹងការពិចារណាដ៏ត្រឹមត្រូវព្រះអង្គទ្រង់យល់យ៉ាងច្បាស់លាស់ថាប្រភពនៃទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជាដើម្បីរំដោះសេចក្តីទុក្ខនេះត្រូវតែវាយទម្លុះនៅអវិជ្ជារុលចូលជ្រៅទៅក្នុងបេះដូងរបស់វានិងវែករកបុព្វហេតុពិតនៃស្ទឹងទាំង5គឺរូបខណ្ឌ1វេទនាខណ្ឌ1សញ្ញាខណ្ឌ1សង្ខារខណ្ឌ1និងវិញ្ញាណខណ្ឌ1ឥឡូវនេះព្រះអង្គបានយល់ច្បាស់ថាភាពមិនថិតថេរអនិច្ចំនិងភាពដែលមិនមែនជារបស់ខ្លួនអនត្តា
គឺជាលក្ខខណ្ឌចាំបាច់នៃជីវិតបើគ្មានអនិច្ចំនិងអនត្តាទេក៏គ្មានអ្វីកើតឡើងនិងចម្រើនលូតលាស់បានឡើយឧទាហរណ៍ដូចជាគ្រាប់ស្រូវបើសិនជាគ្មានធម្មជាតិអនិច្ចំនិងអនត្តានៃគ្រាប់ស្រូវនោះទេក៏គ្រាប់ស្រូវនោះពុំអាចនឹងដុះកើតជាដើមស្រូវបានដែរពពកបើឥតមានអនិច្ចំនិងអនត្តានៃពពកទេក៏ពពកនោះពុំអាចក្លាយទៅជាភ្លៀងបានឡើយបើគ្មានធម្មជាតិអនិច្ចំនិងអនត្តាទេកូនក្មេងក៏មិនអាចប្រែទៅជាមនុស្សចាស់បានឡើយដូច្នេះហើយបានជាព្រះអង្គទ្រង់ឆ្វេងយល់ថាមានជីវិតត្រូវតែមានភាពអនិច្ចំនិងអនត្តាប្រភពនៃសេចក្តីទុក្ខគឺការជឿខុសថាអ្វីៗដែលចេះតែមានតែឋិតថេរនិងជារបស់ខ្លួនមនុស្សម្នាក់នៅតែយល់ថាបើមិនមានកើតក៏មិនមានស្លាប់បើគ្មានផលិតក៏គ្មានការបំផ្លាញបើគ្មានមួយក៏គ្មានច្រើនបើគ្មានក្នុងក៏គ្មានក្រៅបើគ្មានធំក៏គ្មានតូចបើគ្មានអាក្រក់ក៏គ្មានល្អបើគ្មានចាស់ក៏គ្មានថ្មីឡាព្រះពោធិសត្វមានទស្សនៈថាមនុស្សឬសត្វកើតឡើងដោយច្បាប់ធម្មជាតិនិងដោយធាតុទាំង4គឺធាតុទឹកដីភ្លើងនិងខ្យល់ព្រមទាំងមានកម្មជាអ្នកចាត់ចែងវាសនាទាំងមនុស្សទាំងសត្វធាតុដែលផ្សំឲ្យកើតជារូបរាងឡើងនិងធ្វើឲ្យរូបរាងនេះរលាយបាត់ទៅវិញក៏ដោយសារតែសញ្ញាខណ្ឌទាំង5នេះឯងមិនដូចគ្នានឹងលទ្ធិព្រាហ្មណ៍ដែលនិយាយថាមនុស្សឬសត្វកើតឡើងដោយមានអាទិទេពជាអ្នកបង្កើតនោះឡើយបើកាលណាធាតុទាំងឡាយបានជួបគ្នាឬផ្សំគ្នាទើបធ្វើឲ្យកើតជារូបរាងឡើងនិងរូបរាងនេះរមែងប្រែប្រួលមានសុខភាពល្អឬអាក្រក់ធាត់ឬស្គមរួចហើយរលាយបាត់ស្លាប់ទៅវិញជាធម្មតាបន្ទាប់មកទើបរត់ទៅជួបផ្សំផ្គុំគ្នាសារជាថ្មីឡើងវិញគឺកើតជីវិតថ្មីទៀតខ្លួននិងសង្ខារជាប់គ្នាដូចជាទឹកនិងរលកដែលតែងតែមុជងើបជាប់គ្នារដឹកមិនដាច់ជារៀងរហូតតទៅព្រះពោធិសត្វមានជំនឿថាខណ្ឌទាំង5នៃមនុស្សឬសត្វត្រូវរលត់ស្លាប់បាត់ទៅវិញក៏ពិតមែនតែថាមពលឬចំហាយនៃខណ្ឌនៅសល់ដែលនឹងត្រូវផ្សំជាមួយធាតុដតីទៀតបណ្ដាលឲ្យកើតជារូបថ្មីមួយឡើងថាមពលឬចំហាយនៃជីវិតចាស់នេះហើយដែលគេហៅថាកម្មផលជីវិតចាស់និងជីវិតថ្មីដូចគ្នាផងប្លែកគ្នាផងដូចគ្នាត្រង់ជីវិតថ្មីទទួលចំហាយកម្មផលអំពីជីវិតចាស់ប៉ុន្តែប្លែកគ្នាត្រង់ជីវិតថ្មីមានការកសាងឬការអប់រំថ្មីទៀតជីវិតមនុស្សនិងសត្វតែងតែវិលកើតវិលស្លាប់មិនចេះអស់មិនចេះហើយវិលវល់នៅក្នុងវាលវដ្តសង្សារកាលបើជីវិតកើតឡើងហើយរមែងមានចាស់ឈឺនិងស្លាប់ទៅវិញជាធម្មតាពាក្យថាកម្មមានន័យថាអំពើឬកិច្ចការដែលមនុស្សម្នាក់បានប្រព្រឹត្តដោយកាយវាចានិងចិត្តកម្មដែលគេសម្គាល់នៅអំពើនោះចែកចេញជា3យ៉ាងគឺកុសលកម្ម1អំពើជាកុសលអកុសលកម្ម1អំពើជាអកុសលនិងអព្យាកតកម្ម1គឺអំពើជាអព្យាក្រឹតពាក្យដែលថាផលមានន័យថាផ្លែផ្កាដែលលេចចេញមកពីកម្មបើកម្មល្អផលក៏ល្អបើកម្មអាក្រក់ផលក៏អាក្រក់បើកម្មល្អផងអាក្រក់ផងផលក៏ល្អផងអាក្រក់ផងកម្មនិងផលតែងមានសម្ព័ន្ធភាពតាក់ទងគ្នាជានិច្ចហើយកម្មតែងតែផ្ដល់ផលជាដរាបគ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះកម្មខ្លះផ្ដល់ផលភ្លាមគឺក្នុងបច្ចុប្បន្នជាតិនេះកម្មខ្លះទៀតផ្ដល់ផលទៅជាតិក្រោយគឺអនាគតជាតិនិងកម្មខ្លះផ្ដល់ផលក្នុងជាតិនេះជាលំដាប់តទៅទៀតគឺជាតិក្រោយតទៅទៀតក្នុងពេលប្រលប់ព្រះពោធិសត្វទ្រង់គង់នៅលើរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្សដោយមានទេពនិករចោមរោមធ្វើសក្ការៈបូជាយ៉ាងណែនណាន់តាន់តាប់គ្រានោះព្រះអង្គទ្រង់ភាវនាឃើញមនុស្សចិត្តអាក្រក់ម្នាក់ឈ្មោះមាបានហៅកូនស្រី3នាក់របស់ខ្លួនឈ្មោះតណ្ហា1អរតី1និងរាគា1
ឲ្យមកបញ្ចូលចិត្តព្រះសទ្ធុតគោតមដើម្បីលះបង់នៅការស្វែងរកផ្លូវត្រាស់ដឹងនោះចេញចោលទៅប៉ុន្តែព្រះគោតមទ្រង់ពុំមានការចាប់អារម្មណ៍បន្តិចសោះឡើយបន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចូលចិត្តមកមាបានប្រឡែងកងទ័ពបិសាចដ៏កាចសាហាវនិងសត្វចម្លែកតូចធំច្រើនសន្ធឹកឲ្យមកច្បាំងដណ្ដើមរតនបល្ល័ង្កពីព្រះអង្គមាឡើងជិះដំរីគ្រីមេខលាកម្ពស់150យោជន៍1យោជន៍ស្មើនឹង16គីឡូម៉ែត្រនិមិត្តដៃ1000កាន់នៅគ្រឿងសស្ត្រាវុធគ្រប់ប្រការមាបានបញ្ជាពលសេនាដ៏ច្រើនរាប់មិនអស់កម្រាស់ពីខាងមុខ12យោជន៍ពីខាងស្ដាំនិងខាងឆ្វេង12យោជន៍ពីខាងលើ9យោជន៍សន្ធឹកក៏ក្រើកផែនដីឬខ្ទរអាកាសអស់ចម្ងាយ100,000យោជន៍ពលសេនារបស់មាបាននិមិត្តកាយមានពណ៌លឿងខៀវខ្មៅពលសេនាខ្លះមានខ្លួនជាសត្វមានក្បាលជាយក្សពួកខ្លះមានខ្លួនជាយក្សមានក្បាលជាសត្វម្រឹកនិងជាបក្សីហើយមានរូបរាងកាយខ្ពស់ខុសគ្នាតាំងពីកម្ពស់មនុស្សធម្មតារហូតដល់កម្ពស់1យោជន៍គ្រាន់តែឮសន្ធឹកកងទ័ពមាចូលមកជិតដល់ធ្វើឲ្យទេវតាចិត្តល្អដែលនៅថែរក្សាព្រះអង្គដូចជាសកទេវរាជដែលអ្នកកាន់សង្ឃវិជ្ជយុទ្ធមហាព្រហ្មដែលជាអ្នកកាន់ស្វេតឆ័ត្រនិងស្ដេចកាលនិកដែលជាអ្នកនាំកញ្ញារបាំមកច្រៀងរាំថ្វាយក៏នាំគ្នារត់ប្រះអាយុរៀងខ្លួនទៅកាន់ទីកន្លែងទីតីពីគ្នាទុកព្រះពោធិសត្វទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សនោះតែមួយព្រះអង្គឯងព្រះសមណគោតមទ្រង់ទតមើលទៅឃើញតែពលមាលើកមកពីទិសខាងជើងយ៉ាងណែនណាន់តាន់តាប់រួចរកមើលពួកទេវតាទាំងនោះមិនឃើញសូម្បីតែព្រះញាតិវង្សានុវង្សមានព្រះមេដាព្រះបិតាព្រះនាងពំពាយសោធរាឬក៏រាហុលកុមារក៏មិនឃើញមានដែរតែទោះជាយ៉ាងណាក៏ដោយក៏ព្រះអង្គគង់ធ្វើប្រងើយឥតមានតក់ស្លុតឬភិតភ័យអ្វីបន្តិចឡើយរាមាធិរាជស្រែកប្រាប់ពលរេរបស់ខ្លួនថាណែវើយពួកយើងសទ្ធុតនេះមានបារមីខ្លាំងពូកែណាស់ពួកយើងចូលពីខាងមុខមិនបានទេពួកយើងអាចចូលបានតែពីចំហៀងខាងឆ្វេងនិងខាងស្ដាំឬក៏ពីខាងក្រោយតែប៉ុណ្ណោះមាក៏ចាប់ថ្លែងសឲ្យកើតជាខ្យល់ព្យុះដែលមានកម្លាំងអាចបក់បោកកំពូលភ្នំឲ្យរលំទៅបានហើយទៅបក់បោករូបព្រះអង្គឲ្យវិនាសតែកម្លាំងខ្យល់នោះមិនធ្វើឲ្យព្រះសិទ្ធត្ថចាប់អារម្មណ៍បន្តិចសោះឡើយសូម្បីតែជាយស្បង់ជ័យពររបស់ព្រះអង្គក៏មិនកម្រើកផងបន្ទាប់មកក្រុងមាក៏បានបណ្ដាលឲ្យកើតជាផ្គររន្ទះភ្លេចបន្ទោភ្លៀងព្យុះធំភ្លៀងដុំថ្មភ្លៀងគ្រឿងប្រហារភ្លៀងរងើកភ្លើងភ្លៀងផេះក្តៅភ្លៀងដីខ្សាច់ភ្លៀងភក់និងផ្សែងអាប់ងងឹតសូនសងពីគ្រប់ទិសបាចសាចមកលើព្រះអង្គតែគ្រឿងប្រហារទាំងនោះមិនអាចមកបៀតបៀនព្រះអង្គបានឡើយហើយក៏ប្រែក្លាយទៅជាគ្រឿងបូជាទៅវិញកាលឃើញដូច្នោះរាមាធិរាជក៏បោតដំរីដៃកាន់អាវុធ1000ចូលទៅជិតហើយស្រែកថាណែសទ្ធុតចូលអ្នកចេញពីរតនបល្ល័ង្កនេះភ្លាមទៅព្រោះអីរតនបល្ល័ង្កនេះជារបស់យើងទេតើព្រះអង្គបានពោលតបទៅកាន់រាមាធិរាជថាមនាលមាហើយរតនបល្ល័ង្កនេះមិនមែនកើតមកសម្រាប់អ្នកទេគឺពិតជាកើតមកសម្រាប់យើងដែលបានបំពេញនៅបារមី30នៅមហាបរិច្ចាគ5និងចរិយា3ឯនោះទេតើឃើញថាមានតែរូបអ្នកឯងវិញទេដែលមិនមែនជាអ្នកបានបំពេញនៅបារមីទាំងអស់នោះអ្នកត្រូវតែថយចេញអំពីមណ្ឌលនៃរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្សនេះភ្លាមទៅព្រះបរមពោធិសត្វត្រូវបានការពារដោយអានុភាពនៃគុណធម៌រាប់មិនអស់ដែលព្រះអង្គធ្លាប់បានកសាងសន្សំនិងបន្ទុំទុកតាំងពីអតីតជាតិមកកម្លាំងនៃការភាវនារបស់ព្រះអង្គពិតជាពុំអាចមានអ្វីមកបំបាយបំបាក់បានឡើយការឮដូច្នោះហើយមាចិត្តបាបរឹងរិតតែខឹងខ្លាំងឡើងហើយក៏ដកយកចក្រាវុធដ៏មានមុតស្រួចចោលសម្ដៅទៅព្រះពោធិសត្វ
តែចក្រាវុធនោះក៏បានក្លាយទៅជាពិដានស្ថិតនៅពីលើរូបព្រះអង្គទៅវិញចំណែកឯពលរេដែលយកកំពូលភ្នំធំធំចោលសំដៅទៅលើព្រះអង្គដែរនោះតែដុំថ្មនោះក៏ប្រែក្លាយទៅជាកម្រងផ្កានិងជាគ្រឿងសក្ការៈបូជាថ្វាយព្រះអង្គទៅវិញបន្ទាប់ពីការធ្លាក់ចុះក្នុងក្តីអស់សង្ឃឹមយ៉ាងខ្លាំងមកក្រុងមារក៏តាំងសម្លុតទីរកភ័ស្តុតាងនៃគុណធម៌ទាំងឡាយដែលព្រះសមណគោតមមានព្រះគោតមទ្រង់ព្រះចិន្តាថាតាមធម្មតានៅថ្ងៃត្រាស់ដឹងរតនបល្ល័ង្កតែងកើតមានសម្រាប់ព្រះពោធិសត្វរាល់ព្រះអង្គជានិច្ចឯរតនបល្ល័ង្កនេះក៏កើតឡើងសម្រាប់រូបអាត្មាអញហើយក៏សម្រាប់តែអាត្មាអញដែរទ្រង់ព្រះចិន្តាដូច្នោះហើយក៏ត្រាស់សួរទៅមារវិញថាមនាលមារបើរតនបល្ល័ង្កនេះជារបស់អ្នកតើអ្នកបាននរណាធ្វើជាសាក្សីមារក៏ឆ្លើយតបវិញយ៉ាងខែងរែងថាពួកពលសេនាទាំងអស់នេះហើយជាបន្ទាល់របស់យើងចុះសធុតឯងវិញមាននរណាធ្វើជាសាក្សីដែរព្រះបរមពុរិស័ទយកចង្អុលព្រះហស្តស្ដាំទៅពាល់ព្រះធរណីនិងអំពាវនាវព្រះធរណីឲ្យជួយធ្វើជាសាក្សីទទួលដឹងឮចំពោះអំពើល្អរបស់ព្រះអង្គផងព្រះអង្គទ្រង់ត្រាស់ថាសាក្សីរបស់អ្នកសុទ្ធតែមានចិត្តចេតនារីឯសាក្សីរបស់យើងគឺក្រឡាមហាប្រតិពីនេះឯងមុទ្រៈឬកាយវិការនៃព្រះហស្តនេះបានសន្មតថាជាការបង្ក្រាបឬការផ្ចាញ់មារឬថាការយកព្រះធរណីធ្វើជាសាក្សីគ្រាន់តែទ្រង់មានព្រះបន្ទូលដូច្នេះក្រឡាមហាប្រតិពីក៏លាន់រញ្ជួយក៏ក្រោកឡើងហាក់ដូចជាមកទទួលថាខ្លួនយល់ព្រមធ្វើជាបន្ទាល់របស់ព្រះពោធិសត្វមែនក្នុងគ្រានោះឯងព្រះពោធិសត្វក៏ទ្រង់បាននឹកឃើញដល់ដំរីបច្ច័យនាគកេនដែលព្រះអង្គបានប្រទានដល់ពួកអ្នកស្រុងកលង្ករាសកាលពីទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរពោធិសត្វកាលនោះដំរីគ្រីមេខលាក៏លុតជង្គង់ទ្រោមក្បាលចុះក្រាបថ្វាយបង្គំព្រះអង្គចំណែកឯនាងកង្ហីងព្រះធរណីក៏បានច្បូតសក់បណ្ដាលឲ្យទឹកលិចដល់ពួកពលសេនាមារអស់មួយផ្នែកធំក្រុងមារឃើញដូច្នោះក៏ក្រាបថ្វាយបង្គំនិងពោលសរសើរថាបពិតមហាបុរសអ្នកមានញាណញីខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គជាកំពូលនៃបុរសទ្រង់ជាអ្នកគ្មានបុគ្គលណាប្រៀបបាននៅក្នុងលោកនេះនិងទេវលោកព្រះអង្គជាអ្នកត្រាស់ដឹងជាមហាសាស្ត្រាចារ្យជាអ្នកប្រាជ្ញអាចគ្របសង្កត់មារបានទ្រង់កាត់ផ្ដាច់នៅគ្រឿងត្រាំកិលេសហើយអាចនាំឲ្យពួកសត្វឆ្លងផុតពិភពទាំង3ដាក់ដល់ឋានបរមសុខជាអវសានមារនិងពលសេនាកាលបានពោលពាក្យយ៉ាងនេះហើយក៏នាំគ្នារត់គេចចេញខ្លួនពីនេះបាត់ទៅនៅក្នុងវេលាព្រះអាទិត្យជិតអស្តង្គតរីឯពួកទេពនិករវិញកាលបានឃើញពួកមារបាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់ក៏នាំគ្នាត្រឡប់ចូលមកធ្វើសក្ការៈបូជាថ្វាយសពសាធុការពរចំពោះព្រះពោធិសត្វយ៉ាងកឹកកងមហាប្រតិពីនិងធម្មជាតិនានាបានសម្ដែងនៅអាការៈនិងកាយវិការថ្វាយព្រះពោធិសត្វដោយប្រការផ្សេងគ្នាព្រះពោធិសត្វទ្រង់គង់លើរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្សនោះដោយស្ងាត់ស្ងៀមដើម្បីពិចារណានៅការស្មឹងស្មាតរកពន្លឺត្រាស់ដឹងជាបន្តទៅមុខទៀតព្រះបរមពុរិស័ទទ្រង់បន្តធ្វើការភាវនានៅពេលរាត្រីទៅទៀតព្រះអង្គសង្ឃឹមក្នុងព្រះចិន្តាថាផ្លូវនៃការត្រាស់ដឹងប្រហែលជានឹងបើកទ្វារថ្វាយព្រះអង្គក្នុងរាត្រីនេះហើយបឋមយាមនៃរាត្រីពេលមុនអធ្រាត្រវងតារារះប្រងព្រាតព្រះបរមពោធិទ្រង់ប្រមូលការយល់ដឹងទាំងអស់នៅក្នុងដង្ហើមភាវនារួចទ្រង់បិទព្រះនេត្រចុះសន្សឹមព្រះអង្គទ្រង់ភាវនាឃើញមានសត្វច្រើនរាប់មិនអស់ស្ថិតនៅក្នុងរូបកាយរបស់ព្រះអង្គសត្វខ្លះមានជីវិតសត្វខ្លះឥតជីវិតដូចជាស្លែស្មៅបានខជាតិខនិច្ចៈសត្វដេរិឆានមនុស្សលោកនិងសត្វខ្លះជារូបព្រះអង្គផ្ទាល់តែម្ដង
ព្រះអង្គភាវនាឃើញជីវិតអំពីអតីតជាតិរបស់ព្រះអង្គផ្ទាល់ទាំងពេលប្រសូតទាំងពេលសោយទីវង្គតព្រះអង្គទ្រង់ភាវនាឃើញការកើតនិងការរលាយបាត់ទៅវិញនៃផែនដីនិងផ្កាយរាប់ពាន់ព្រះអង្គបានយល់យ៉ាងច្បាស់អំពីសេចក្តីសុខនិងសេចក្តីទុក្ខនៃជីវិតសត្វលោកទាំងសត្វកើតចេញពីឧត្តម្ដាយទាំងសត្វញាស់ចេញអំពីពងនិងទាំងសត្វដែលបានកើតចេញពីការផ្សំឬការបំបៅគឺសត្វដែលបំបែកខ្លួនឯងឲ្យទៅជាសត្វមួយថ្មីទៀតព្រះអង្គទ្រង់ភាវនាឃើញគ្រប់កោសិកាក្នុងរូបកាយរបស់ព្រះអង្គទាំងនៅក្នុងឋានសួគ៌និងទាំងនៅក្នុងឋានមនុស្សលោកហើយត្រូវឆ្លងកាត់វដ្តសង្សារទាំង3កាលគឺអតីតកាលមួយបច្ចុប្បន្នកាលមួយនិងអនាគតកាលមួយព្រះសមណគោតមបានជ្រាបច្បាស់នៅសេចក្តីនេះហើយក៏ទ្រង់បន្លឺនៅឧទានគាថាយ៉ាងនេះថាធម៌ទាំងឡាយរមែងមានដល់ខៃណាសវៈព្រាហ្មណាដែលជាអ្នកបានព្យាយាមញ៉ាំងកិលេសឲ្យក្តៅនិងលះបង់នៅកិលេសទាំងអស់នោះសេចក្តីសង្ស័យទាំងឡាយក៏រងាប់អស់ក្នុងកាលនោះដែរពីព្រោះតែខៃណាសវៈព្រាហ្មណ៍នោះបានដឹងច្បាស់នៅធម៌និងបព្វហេតុនៃធម៌ទាំងនោះការភាវនានៅក្នុងបឋមយាមនៃរាត្រីនោះព្រះសមណគោតមទ្រង់បានសម្រេចនៅពុពេនិវាសានុសតិញ្ញាណគឺប្រាថ្នាជាគ្រឿងរំលឹកនៅខណ្ឌទាំងឡាយដែលធ្លាប់បានប្រព្រឹត្តកាលអំពីជាតិមុនមកមជ្ឈមយាមនៃរាត្រីពេលពាក់កណ្ដាលអធ្រាត្រការតូតលើកទី2នៃរាត្រីទ្រង់បានសញ្ជឹងជ្រៅទៅក្នុងសមាធិហើយព្រះអង្គភាវនាឃើញពិភពឬឋានរាប់មិនអស់អណ្ដែតឡើងហើយលិចចុះទៅវិញពិភពលោកជាច្រើនបានកើតឡើងថ្មីរួចក៏រលាយបាត់ទៅវិញព្រះអង្គទតឃើញសត្វដ៏ច្រើនឥតគណនាកើតហើយស្លាប់ទៅវិញរាប់មិនអស់ដងវិស័យដូចជារលកទឹករាប់លានដែលលិចឡើងហើយរលាយធ្លាក់ចុះទៅវិញឥតឈប់ឈរនៅលើផ្ទៃទឹកសមុទ្រនៅពេលដែលសមុទ្រខ្លួនឯងស្ថិតនៅឆ្ងាយពីការកើតនិងការស្លាប់ដូច្នោះឯងបើសិនជារលកទាំងនោះយល់ថាខ្លួនឯងជាទឹកទើបរលកនោះអាចពុះពៀសេចក្តីកើតនិងស្លាប់ព្រមទាំងមកដល់សេចក្តីស្ងប់ខាងក្នុងចិត្តដែលអាចមានជ័យជំនះលើការភ័យខ្លាចទាំងអស់បានព្រះអង្គទតឃើញសត្វទាំងឡាយប្រកបដោយកាយទុច្ចរិតវចីទុច្ចរិតមនោទុច្ចរិតជាអ្នកតេះដៀលនៅព្រះអរិយៈជាមនុស្សមិច្ឆាទិដ្ឋិសមាទាននៅមិច្ឆាទិដ្ឋិកម្មនោះស្លាប់ទៅក៏ទៅកើតនៅក្នុងអបាយទុគតិវិនិបាតនាឋាននរកសត្វទាំងឡាយប្រកបដោយកាយសុចរិតវចីសុចរិតមនោសុចរិតជាអ្នកមិនតេះដៀលនៅព្រះអរិយៈជាមនុស្សសមាទិដ្ឋិសមាទាននៅសមាទិដ្ឋិកម្មលុះពេលស្លាប់ទៅនឹងទៅកើតនៅក្នុងសុគតិភពនៅឯឋានទេវលោកព្រះគោតមទ្រង់ជ្រាបច្បាស់នៅសេចក្តីនេះឯងហើយទើបព្រះអង្គទ្រង់បន្លឺនៅឧទានគាថាយ៉ាងនេះថាធម៌ទាំងឡាយរមែងមានដល់ខៃណាសវៈព្រាហ្មណ៍ដែលជាអ្នកព្យាយាមញ៉ាំងកិលេសឲ្យក្តៅនិងលះបង់ចោលនៅកិលេសទាំងអស់នោះសេចក្តីសង្ស័យទាំងឡាយក៏រងាប់អស់នៅក្នុងពេលនោះដែរព្រះខៃណាសវៈព្រាហ្មណ៍នោះបានដឹងច្បាស់នៅព្រះនិព្វានដែលជាទីអស់ទៅនៃបច្ច័យហើយការយល់ដឹងនេះនាំឲ្យព្រះសទ្ធុពុះពៀលើសំណាញ់នៃការកើតនិងការស្លាប់បានព្រះសមណគោតមទ្រង់ញញឹមដោយបានសម្រេចការតូតលើកទី2នៃរាត្រីនេះនៅចតុបាតញ្ញាណគឺប្រាថ្នាជាគ្រឿងមើលឃើញច្បាស់ចំពោះសត្វដែលកើតនៅក្នុងទីថោកទាបឬឧត្តមខ្ពង់ខ្ពស់មានដំណើរជីវិតអាក្រក់ឬល្អយល់តាមអំពើដែលខ្លួនបានកសាងបច្ឆមយាមនៃរាត្រីពេលទៀបភ្លឺការតតទី3ចុងបំផុតនៃរាត្រីព្រះគោតមទ្រង់ព្រះពិចារណាថាសត្វលោកទាំងឡាយតែងមានទុក្ខដោយការកើតចាស់ឈឺនិងស្លាប់ហើយមិនដឹងនៅឧបាយសម្រាប់រំលាស់ខ្លួនឲ្យចេញផុតពីសេចក្តីទុក្ខនេះបានព្រះអង្គរំពឹងរកបុព្វហេតុនៃសេចក្តីស្លាប់នេះថាតើមានប្រភពមកពីណាព្រះអង្គទ្រង់ព្រះតម្រិះដោយញាណថាកាលបើនេះមាននោះក៏មានបើនេះគ្មាននោះក៏គ្មានបើនេះរលត់នោះក៏រលត់ដែរព្រះអង្គទ្រង់ប្រៀបធៀបទៅរកការកើតនិងការស្លាប់ថាបើភពមាន
ជាតិក៏មានដូច្នេះតើភពមានអ្វីជាបច្ច័យព្រះអង្គគិតដេញរហូតទាល់តែរកឃើញថាពុំមានភាវៈណាមួយកើតឡើងដាច់តែឯងដោយគ្មានហេតុបច្ច័យតាក់ទងគ្នានោះទេនិងក៏ពុំមានភាវៈណាមួយសំខាន់ឬដើមគេដោយភាវៈព្រហ្មញ្ញនៅក្នុងព្រាហ្មណ៍លទ្ធិឡើយព្រះអង្គរកឃើញឫសគល់នៃសេចក្តីទុក្ខចំពោះការកើតនិងស្លាប់ថាពិតជាកើតឡើងដោយអវិជ្ជាហើយជាប់តាក់ទងរវាងគ្នានឹងគ្នានៅក្នុងបុព្វហេតុ12យ៉ាងដូចតទៅនេះទី1អវិជ្ជាជាបច្ច័យនាំឲ្យកើតសង្ខារទី2សង្ខារជាបច្ច័យនាំឲ្យកើតវិញ្ញាណទី3វិញ្ញាណជាបច្ច័យនាំឲ្យកើតនាមរូបទី4នាមរូបជាបច្ច័យនាំឲ្យកើតអាយតនៈទី5អាយតនៈជាបច្ច័យនាំឲ្យកើតភាសៈទី6ភាសៈជាបច្ច័យនាំឲ្យកើតវេទនាទី7វេទនាជាបច្ច័យនាំឲ្យកើតតណ្ហាទី8តណ្ហាជាបច្ច័យនាំឲ្យកើតឧបាទានទី9ឧបាទានជាបច្ច័យនាំឲ្យកើតភពទី10ភពជាបច្ច័យនាំឲ្យកើតជាតិទី11ជាតិជាបច្ច័យនាំឲ្យកើតចរានិងទី12ចរាជាបច្ច័យនាំឲ្យកើតមរណៈព្រះអង្គទ្រង់ពិចារណាជាអនុលោមគឺគិតជាបណ្ដោយថាបើធាតុឬភាវៈណាមួយកើតឡើងហើយធាតុឬភាវៈដទៃទៀតនៅក្នុងចំណោមទាំង12ត្រូវតែកើតឡើងជាបន្តបន្ទាប់គ្នាមានន័យថាបើអវិជ្ជាកើតសង្ខារក៏កើតឯសង្ខារនាំឲ្យវិញ្ញាណកើតតគ្នាជាហូរហែរហូតដល់មរណៈព្រះអង្គទ្រង់ពិចារណាជាបដិលោមគឺគិតបានច្រាស់មកវិញថាបើអវិជ្ជារលត់សង្ខារក៏រលត់គឺរលត់តគ្នាលុះត្រាតែអស់រលីងសូន្យសុងដែលគេហៅថានិរោធគឺការជ្រះស្រឡះឬរលត់រលាយអស់នៅឫសគល់នៃការកើតនិងស្លាប់ឬឫសគល់នៃសេចក្តីទុក្ខពេលនោះឯងការតាក់ទងគ្នាទៅវិញទៅមកតាមបែបខាងលើនេះមានសភាពដូចជាច្រវាក់ដែលតាក់ទងគ្នាជាកម្រងឬជារង្វង់មូលពុំមានចុងពុំមានដើមហើយមានចលនាវិលចុះវិលឡើងមិនចេះចប់បុព្វហេតុនៃការកើតនិងស្លាប់របស់សត្វលោកដែលជាធម្មភាពភ្ជាប់ហេតុនិងផលនេះព្រះពោធិសត្វទ្រង់ព្រះបញ្ញត្តិជាទ្រឹស្ដីថាទ្រឹស្ដីបដិច្ចសមុប្បាទព្រះអង្គបានពិចារណាឃើញទៀតថាការយល់ដឹងនិងសេចក្តីស្រឡាញ់មានតែមួយបើគ្មានការយល់ដឹងក៏គ្មានសេចក្តីស្រឡាញ់ដែរមានការយល់ដឹងច្បាស់លាស់ពិតជានាំឲ្យកើតមានមេត្តាគឺសេចក្តីស្រឡាញ់ដែលអាចរំលាយនៅគ្រប់សេចក្តីទុក្ខនិងព្រួយបារម្ភបានដើម្បីឲ្យបានសម្រេចនៅការយល់ដឹងនេះចាំបាច់មនុស្សម្នាក់ត្រូវរស់នៅដោយមានការពិចារណាត្រឹមត្រូវការពិចារណាត្រឹមត្រូវអាចនាំឲ្យមានការយល់ដឹងនៅការរំដោះខ្លួនចេញផុតអំពីសេចក្តីទុក្ខនិងឆ្ពោះទៅរកពន្លឺនៃការត្រាស់ដឹងជីវិតអាចបំភ្លឺឲ្យឃើញច្បាស់ដោយការពិតដ៏ប្រសើរឧត្តមមួយដែលព្រះអង្គបានពិចារណារកឃើញនៅអរិយសច្ច4ឬចតុរារិយសច្ចគឺទុក្ខអរិយសច្ច1សមុទយអរិយសច្ច1និរោធអរិយសច្ច1និងមគ្គអរិយសច្ច1ឥឡូវនេះដល់ទីបញ្ចប់នៃការតូតលើកទីបំផុតនៃរាត្រីហើយផ្គររន្ទះភ្លៀងក៏បាត់ស្ងាត់ឈឹងពពកខ្មៅរសាត់បាត់អស់អំពីផ្ទៃមេឃព្រះច័ន្ទបញ្ចេញពន្លឺថ្លាត្រចង់និងវងតារារះភ្លឺប្រងព្រាតព្រះសមណគោតមមានព្រះហឫទ័យដូចជាពន្ធនាគារដែលបានឃុំឃាំងព្រះអង្គអស់រាប់ពាន់ឆ្នាំមកហើយនោះត្រូវរបើកទ្វារចំហធ្លុងឡើងអវិជ្ជាទុកដូចជាឆ្មាំយាមពន្ធនាគារដោយសារអវិជ្ជានេះហើយដែលធ្វើឲ្យព្រះចិន្តាព្រះអង្គងងឹតសូន្យសុងប្រៀបដូចជាពន្លឺព្រះច័ន្ទនិងផ្កាយដែលត្រូវបិទបាំងដែលត្រូវអាប់រស្មីដោយផ្ទាំងពពកខ្មៅខ្មួលដូច្នោះដែរព្រះអង្គទ្រង់បន្លឺនៅព្រះឧទានវិចារមួយវគ្គថាកាលពីអង្គអញតថាគតអន្ទូលក្នុងវាលវដ្តសង្សារច្រើនអស់អសង្ខ័យកោតកប្បាតែងបានទុក្ខារាល់ជាតិភពឥឡូវតណ្ហាគឺជាងផ្ទះតថាគតយល់ច្បាស់ក្នុងចិត្តសុខបានដឹងបានឃើញដោយសពគ្រប់អ្នកឈប់សង់ផ្ទះទៀតបានហើយ
ឆ្អឹងជំនីនិងដំបូលអ្នកត្រូវអញបំបាក់ឥតសល់ឡើយចិត្តតថាគតបានដល់ត្រើយឥតតណ្ហាឡើយគឺនិព្វានសេចក្តីទុក្ខនៃការកើតចាស់ឈឺនិងស្លាប់គ្រាន់តែធ្វើឲ្យជញ្ជាំងគុកកាន់តែក្រាស់ឡើងប៉ុណ្ណោះមានរឿងតែមួយគត់ដែលយើងត្រូវធ្វើគឺចាប់អ្នកយាមគុកអវិជ្ជាឲ្យបានហើយមើលមុខវាឲ្យច្បាស់ដើម្បីនឹងច្បាំងឈ្នះនៅអវិជ្ជានេះយើងម្នាក់ត្រូវតែអនុវត្តនៅមគ្គអរិយសច្ច8គឺអដ្ឋង្គិកមគ្គឲ្យបានខ្ជាប់ខ្ជួននៅពេលដែលអ្នកយាមគុកត្រូវចាប់ខ្លួនពន្ធនាគារក៏បាត់រូបដែរហើយមិនអាចសង់ឡើងវិញនៅផ្ទះថ្មីទៀតបានឡើយព្រះគោតមទ្រង់ជ្រាបសេចក្តីនេះច្បាស់លាស់ហើយក៏ទ្រង់បន្លឺឧទានគាថាជាចុងក្រោយថាធម៌ទាំងឡាយរមែងមានដល់ខៃណាសវៈព្រាមដែលជាអ្នកបានព្យាយាមញ៉ាំងកិលេសឲ្យក្តៅនិងបានលះបង់ចោលនៅកិលេសទាំងអស់នោះខៃណាសវៈព្រាមបានកំចាត់បងនៅមីព្រមទាំងសេនារបស់វាក្នុងពេលនោះបីដូចជាពន្លឺរស្មីព្រះអាទិត្យរះឡើងកំចាត់បងនៅភាពងងឹតនិងធ្វើឲ្យអាកាសភ្លឺរុងរឿងដូច្នោះដែរពេលព្រះអង្គងើយព្រះសិរៈទៅលើមេឃព្រះគោតមទ្រង់ទតឃើញផ្កាយព្រឹករះឡើងនាជើងមេឃទិសបូកំពុងតែបញ្ចេញរស្មីភ្លឺពន្រាយបីដូចជាដុំពេជ្រដ៏ធំមហិមាមួយព្រះសមណគោតមធ្លាប់ទតឃើញផ្កាយព្រឹកនេះរាប់រយដងមិនអស់មកហើយនៅពេលដែលព្រះអង្គគង់ធ្វើសមាធិក្រោមដើមពោធិព្រឹក្សប៉ុន្តែនៅព្រឹកនេះព្រះអង្គហាក់ដូចជាទើបនឹងទតឃើញផ្កាយព្រឹកនេះជាលើកដំបូងបង្អស់នៅក្នុងជីវិតរបស់ព្រះអង្គព្រះឈ្នះមារក៏បានដឹងយ៉ាងច្បាស់ថាព្រះអង្គបានរកឃើញពន្លឺនៃការត្រាស់ដឹងនិងបានសម្រេចព្រះបំណងហើយឥឡូវនេះព្រះហឫទ័យរបស់ព្រះអង្គបានទទួលនូវសេចក្តីសុខសន្តិភាពល្អឥតខ្ចោះប្រះចាកស្រឡះនៅកងទុក្ខទាំងពួងនិងការងោកងុយព្រះអង្គបានទទួលនៅព្រះបរមសុខពេញបរិបូរណ៍ហើយកាលបានត្រាស់ដឹងនៅព្រះសម្មាសម្ពោធិញ្ញាណហើយព្រះអង្គហាក់មានពន្លឺរស្មីចាំងសាយភាយចេញពីព្រះកាយដែលប្រកបទៅដោយសរិយសោភៈសម្បត្តិដ៏រុងរឿងក្រៃពេកជំនោរត្រជាក់បក់រំភើយមកប៉ះនឹងស្លឹកពោធិព្រឹក្សពណ៌ប្រាក់ក្រោមពន្លឺព្រះចន្ទថ្លាធ្វើឲ្យលាន់ឮសំឡេងរងំដូចគេប្រគំតន្ត្រីដ៏ពិរោះបុប្ផាជាតិទាំងឡាយដែលត្រូវទឹកសន្សើមរីកស្រស់ស្គុះស្គាយចោលសុគន្ធពិដោក្រអូបផ្សាយហាក់ចូលមកបូជានិងថ្វាយព្រះពរជ័យដល់ការត្រាស់ដឹងរបស់ព្រះអង្គនាពេលមុនព្រះអរុណរះក្នុងថ្ងៃពុធ15កើតពេញបូរមីខែពិសាខឆ្នាំរកាត្រូវនៅថ្ងៃទី8ខែធ្នូមុនព្រះពុទ្ធសករាជ45ឆ្នាំក្នុងគម្រប់ព្រះជន្មាយុ35ព្រះវស្សានោះឯងប្រហៀមស្រាងឡើងរុក្ខាលតាវរទាំងឡាយបញ្ចេញផ្កាចម្រុះពណ៌មីដេដាព្រះអាទិត្យរាំលើចុងព្រឹក្សានិងចាំងឆ្លុះទៅក្នុងផ្ទៃទឹកអ្វីទាំងអស់ហាក់ដូចជាកើតឡើងប្លែកព្រះគោតមទ្រង់ព្រះចិន្តាថាអ្វីទាំងអស់នៅក្នុងលោកសន្និវាសនេះកើតឡើងថ្មីស្រឡាងទាំងអស់រំពេចនោះសោធយកុមារក៏បានដើរចូលមកពេលដែលព្រះសមណគោតមញញឹមដាក់ហើយក៏នឹងទ្រង់ស្រែកហៅថាសោធយកុមារចូលមកនេះសោធយកុមារក៏មនីស្ទុះចូលទៅជិតព្រះអង្គហើយបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនតើមានហេតុអ្វីកើតឡើងបានជាថ្ងៃនេះព្រះអង្គមើលទៅប្លែកខុសពីធម្មតាឆ្ងាយម្ល៉េះព្រះសមណគោតមចាប់កាន់ដៃសោធយកុមារទើបទ្រង់ត្រាស់សួរថាណែសោធយកុមារតើតថាគតមើលទៅប្លែកយ៉ាងដូចម្តេចខ្លះថ្ងៃនេះសោធយកុមារបង្គំទូលថាបបិទ្ធព្រះគោតមខ្ញុំព្រះអង្គដូចជាពិបាកនិយាយណាស់គ្រាន់តែមើលទៅឃើញព្រះអង្គប្លែកតែម្ដងព្រះអង្គដូចជាតារាមួយដួងអញ្ចឹងព្រះអង្គយកព្រះហស្ថអង្អែលក្បាលសោធយកុមារហើយត្រាស់សួរថាគ្រាន់តែមើលទៅឃើញប្លែកអញ្ចឹងប៉ុណ្ណឹងទេឬតើអ្នកមើលឃើញអ្វីខ្លះទៀតដែរឬទេ
សោធយកុមារក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គមើលទៅហាក់បីដូចជាបុត្រទុំបុប្ផាដូចជាផ្កាឈូកដែលកំពុងតែរីកស្រស់ក្រពុំហើយដូចជាព្រះចន្ទ្រានៅលើក្បាលកោះកយាសេះអញ្ចឹងព្រះអង្គទតឆ្ពោះត្រង់ចំភ្នែកសទ្ធិយកុមាររួចទ្រង់ត្រាស់សួរទៀតថាសទ្ធិយកុមារហេតុអ្វីក៏អ្នកចេះនិយាយបានល្អដូចជាកវីម្លេះចូលអ្នកប្រាប់តថាគតផងមើលតើហេតុអ្វីបានជាថ្ងៃនេះអ្នកមកដល់ទីនេះទាំងព្រលឹមអុលអញ្ចឹងហើយតើសត្វក្របីទាំងឡាយរបស់អ្នកនៅឯណាដែរសទ្ធិយកុមារក៏បង្គំទូលរៀបរាប់ថាបបិទ្ធព្រះអង្គដ៏ចម្រើនថ្ងៃនេះខ្ញុំព្រះអង្គបានត្រូវឈប់សម្រាកមួយថ្ងៃពីព្រោះសត្វក្របីទាំងអស់ត្រូវគេយកទៅភ្ជួរស្រែអស់ហើយនៅសល់តែកូនតូចមួយចំនួនក្នុងក្រោលប៉ុណ្ណោះក៏ប៉ុន្តែខ្ញុំព្រះអង្គបានច្រូតស្មៅដាក់ឲ្យវាស៊ីរួចស្រេចអស់ហើយកាលពីយប់មិញនេះទូលបង្គំនឹងបងប្អូនទាំងអស់ទទួលទានដំណេកមិនលក់ទាល់តែសោះមកពីលឺស្នូររន្ទះបាញ់ខ្លាំងពេកហើយទឹកភ្លៀងក៏លិចតាមដំបូលទៅទឹកកន្លែងដេកជោកអស់ខ្ញុំព្រះអង្គទាំងអស់គ្នាមិនដែលបានជួបប្រទះនៅភ្លៀងព្យុះធំបែបនឹងទេខ្ញុំព្រះអង្គទាំងអស់គ្នានឹកព្រួយបារម្ភមកព្រះអង្គដែលគង់នៅកណ្ដាលវាលតែមួយព្រះអង្គឯងនៅក្នុងព្រៃនេះមិនដឹងជាពិបាកយ៉ាងណាទៅហេតុដូច្នេះហើយបានជាថ្ងៃរះមិនទាន់ស្រួលបួលផងខ្ញុំព្រះអង្គក៏រូតរះយកស្មៅទៅឲ្យកូនក្របីដែលនៅសល់ក្នុងក្រោលនោះសិនទើបខ្ញុំព្រះអង្គធ្វើដំណើរមករកព្រះអង្គទាំងព្រលឹមអុលយ៉ាងនេះព្រះអង្គក្តាប់ដៃសទ្ធិយកុមារយ៉ាងណែននិងត្រាស់សួរថាមនាលសទ្ធិថ្ងៃនេះជាថ្ងៃដែលតថាគតបានរកឃើញនៅសម្មាសម្ពោធិញ្ញាណជាលើកដំបូងនៅក្នុងជីវិតរបស់តថាគតប្រសិនបើអ្នកអាចនាំមិត្តភ័ក្តិរបស់អ្នកមកកាន់សំណាក់តថាគតនៅក្រោមដើមពោធិព្រឹក្សក្នុងពេលរសៀលនេះបានចូលអ្នកទៅហៅគ្នាមកចុះសោធយកុមារហក់កញ្ឆេងលោតកញ្ឆាត់ក៏ក្រាបបង្គំលាព្រះគោតមចេញបាត់ទៅគ្រាន់តែសោធយកុមារចេញផុតបន្តិចស្រាប់តែនាងសុជាតាយកចង្ហាន់មកដល់នាងសុជាតាមានអារម្មណ៍ចម្លែកកាលបើបានឃើញព្រះសមណគោតមគង់នៅក្រោមពោធិព្រឹក្សមានព្រះកាយល្អដូចទេពតានិមិត្តឬដូចជាបុប្ផាព្រឹកព្រហៀមព្រះភ័ក្ត្រនិងព្រះកាយរបស់ព្រះអង្គបង្ហាញឲ្យឃើញនូវសេចក្តីសុខសប្បាយនិងភាពស្ងប់ស្ងៀមជាទីបំផុតនាងសុជាតាធ្លាប់បានឃើញព្រះគោតមគង់នៅក្រោមដើមពោធិជ្រៃនេះរាប់រយមិនអស់ដងមកហើយក៏ប៉ុន្តែមិនដូចជាថ្ងៃនេះសោះដែលព្រះអង្គមើលទៅមានសភាពផ្ទុយស្រឡះអំពីធម្មតានាងសញ្ជឹងគិតដោយក្តីរំភើបថាព្រះគោតមពិតជាបានទទួលនៅពន្លឺត្រាស់ដឹងរួចផុតពីសេចក្តីទុក្ខកង្វល់ទាំងអស់ហើយបន្ទាប់ពីនាងសុជាតាប្រគេនចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធមកសោធយកុមារនិងមិត្តភ័ក្តិរួមទាំងបងប្អូនប្រុសស្រីរបស់គេក៏បានចូលមកដល់គេបានយកមកជាមួយនៅផែនស្ករត្នោតផ្លែដូងខ្ចីនិងក្រូចឃ្វិចនាងសុជាតាបានណែនាំក្មេងទាំងឡាយឲ្យស្គាល់ព្រះសមណគោតមហើយព្រះគោតមក៏បានសម្ដែងធម៌ស្ដីអំពីការរស់នៅដោយដឹងខ្លួនគឺសតិប្បដ្ឋាន4ឲ្យស្ដាប់នាងសុជាតាបានបង្គំទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គជាអ្នកត្រាស់ដឹងដ៏ពិតប្រាកដនិងជាអ្នកបានទូលមានខ្ញុំព្រះអង្គទាំងឡាយឲ្យបានយល់ច្បាស់អំពីរបៀបរស់នៅដោយដឹងខ្លួនថាយ៉ាងដូចម្ដេចទៀតផងបើដូច្នេះតើខ្ញុំព្រះអង្គទាំងឡាយអាចហៅព្រះនាមព្រះអង្គថាបុគ្គលត្រាស់ដឹងបានដែរឬទេព្រះពុទ្ធជាម្ចាស់ទ្រង់បានយល់ព្រមចំពោះនាងសុជាតាដោយទណ្ឌហីភាពនាងសុជាតាបង្គំទូលសួរបន្តទៀតថាបបិទ្ធព្រះមហាសាសនាចារ្យពាក្យថាពុទ្ធជាភាសាមគ្គធៈដែលប្រែមកថាអ្នកត្រាស់ដឹងដូច្នេះបុគ្គលត្រាស់ដឹងគួរតែហៅតាមមគ្គធៈភាសាថាព្រះពុទ្ធតើព្រះអង្គអនុញ្ញាតឲ្យខ្ញុំព្រះអង្គទាំងឡាយហៅព្រះនាមព្រះអង្គថាព្រះពុទ្ធយ៉ាងដូចនេះជារៀងរហូតទៅបានដែរឬទេព្រះពុទ្ធទ្រង់ងក់ព្រះសិរៈជាសញ្ញាបង្ហាញនៃការយល់ព្រមម្ដងទៀត
មានក្មេងប្រុសចំណាស់ជាងគេម្នាក់ឈ្មោះនាឡិកៈអាយុ14ឆ្នាំក៏បង្គំទូលថាបបិទ្ធព្រះពុទ្ធជាទីគោរពនាងសុជាតាបាននិយាយប្រាប់ទូលព្រះបង្គំថាព្រះអង្គបានតាំងសមាធិនៅក្រោមដើមពោធិជ្រៃនេះអស់រយៈកាល6ខែកន្លងមកហើយពីយប់មិញនេះទៀតក៏ព្រះអង្គបានសម្រេចនៅការត្រាស់ដឹងដ៏ឧត្តមទៀតផងបើដូច្នោះមែនតើខ្ញុំព្រះអង្គទាំងឡាយអាចហៅដើមជ្រៃនេះថាដើមឈើត្រាស់ដឹងឬដើមពោធិព្រឹក្សបានដែរឬទេពីព្រោះអីពាក្យពោធិក៏មានឫសគល់ដូចគ្នានឹងពាក្យពុទ្ធដែរហើយក៏មានន័យថាត្រាស់ដឹងទៀតផងព្រះពុទ្ធទ្រង់មានព្រះបិតិសោមនស្សយ៉ាងខ្លាំងទ្រង់ញញឹមហើយងក់ព្រះសិរៈបង្ហាញការយល់ព្រមម្ដងទៀតនាងសុជាតាសោថយកុមារនិងក្មេងទាំងឡាយមានសេចក្តីសប្បាយរីករាយឥតឧបមាក៏នាំគ្នាក្រោកឈរហើយលើកដៃសំពះថ្លែងអំណរគុណចំពោះព្រះពុទ្ធចប់ជំពូកទី10